ការបូជាសពដែលពិបាកខ្លាំងហ្នឹងយើងមិនដែរបងហើយតើដូចជាមានប៉ះកងសំណុំបែបមិនដែលថាបូជាពិបាកបងបើតាមពិតដែលបទពិសោធន៍ដែលខ្ញុំធ្លាប់បូជានេះគឺភាគច្រើនមិនសូវជាមានកងសំណុំទេប៉ុន្តែបើសិនជាប៉ះមួយគឺធ្ងន់បែបពិបាកបងបាទបើនិយាយពួកអីយើងការងារមួយដែលការងារដែលយើងស្រឡាញ់ដូចជាការងារបូជាសពនេះយើងធ្វើដល់ចេញដល់ពីចិត្តប៉ុន្តែដល់ពេលដែលប៉ះមានអារម្មណ៍ថាហត់ខ្លាំងបាទដោយសារតែសពនោះគឺបើយើងនិយាយឲ្យចំបែបកងសំណុំខ្មែរយើងគឺសង្វារពតឈៀងដែលថាសោកដែលរកកាត់មកគឺសោកគឺប្រភេទហ្នឹងគឺដែលថាមានគ្រូកាន់ពីវិជាបងពីកំណើតគឺវិជាកាន់ពីកំណើតអញ្ចឹងទៅបើសិនជាគាត់រៀបចំឲ្យបានត្រឹមត្រូវលក្ខណៈបានត្រឹមត្រូវបែបសង្វារសំណុំនេះអានឹងបានន័យថាខ្លាំងហើយស្បែកគង់កັບមុតដុតមិនឆេះបាទអញ្ចឹងនៅពេលដែលគាត់ទទួលមរណភាពបើសិនជាគាត់អត់លាចឹងថាគាត់អត់លាគ្រូអត់លាអីទៅបានត្រឹមត្រូវទេអានឹងបើយើងពួកខ្ញុំអ្នកមាននេះគឺពេលដែលយើងបូជាទៅវាអាចនឹងហត់បាទនោះគឺចត់បាយហ្មងមានមួយគឺខ្ញុំបូជាតាំងពីម៉ោង7យប់រហូតដល់ម៉ោង12ថ្ងៃខងប្រើពេលរយៈពេល17ម៉ោង17ម៉ោងបូជាសពកងសំណុំនេះឯងបើយើងនិយាយឲ្យចំហ្មងគឺបើន័យថាយន់បាទកងសំណុំខ្លះគាត់មានសង្វារហើយប៉ុន្តែគាត់ទៅរៀបគ្រូសាក់យន់បន្ថែមទៀតបាទសាក់យន់ដូចជាក្បាលដូចជាធុងឬក៏រឿងមកលើរាងកាយគាត់សិតសឹងតែស៊ីសាក់យន់មន្តអាគមខ្មែរយើងតែម្ដងបាទអញ្ចឹងទៅនៅពេលដែលគាត់ស្លាប់ទៅអត់លាគ្រូគាត់ឬក៏អត់ធ្វើអីពិធីប្រសាទវាអាហ្នឹងពួកពេលដែលពួកខ្ញុំដុតទៅវាពិបាកបូជាទៅវាពិបាកបាទអត់ឆេះទេដុតអត់ឆេះគឺបើសិនជាភ្លើងយើងជើងរៀបចំបូជាហើយពេលខ្លះឆេះដៃឆេះជើងប៉ុន្តែខ្លួនអត់ឆេះទេតែទាំងអស់បើយន់សាក់កងសំណុំអីគឺនៅទាំងអស់តែម្ដងជួនកាលពេលខ្លះឆេះជើងក្បាលសក់ក៏ឆេះដែរបើសក់យើងឆេះប៉ុន្តែនៅអាក្បាលយើងនេះបាទនៅក្បាលយន់នេះចេញភ្លើងមកនេះអាគមខ្មែរខ្លាំងចេញភ្លើងហ្នឹងចេញភ្លើងពីយន់ហ្នឹងហ្មងបាទពីយន់គ្រូក្បាលគាត់ហ្មងលាក្បាលសាពីមុខនេះបាទគ្រូគាត់ខ្លាំងហើយអ្វីដែលសំខាន់នោះពួកយើងចិត្តស្វានបូជាគាត់ឲ្យអស់ប៉ុន្តែធ្វើម៉េចយើងមានរបៀបយើងនៃការបូជាអញ្ចឹងណាបាទពេលដែលយើងបូជាទៅយើងមានលក្ខណៈបូជារបស់យើងបើបូជាបើសិនជាយើងយកអ្វីមួយយកទៅប្រសាបកងសំណុំហ្នឹងហើយកងសំណុំហ្នឹងគឺអត់រលាយឬក៏អត់សាបអាហ្នឹងយើងមានពិធីផ្សេងទៀតបាទមានពិធីផ្សេងទៀតដូចជាឧទាហរណ៍ថាបងកងសំណុំបែបសង្វារពតឈៀងអញ្ចឹងយើងត្រូវយកឲ្យតកូនតេជឬក៏ទឹកនោមព្រហ្មចារីបើបាន7នាក់សោចដល់តកូនតេជហ្នឹងហើយយើងបាយបល័យចូលតកូនតេជយើងបោះចូលប៉ុន្តែបើសិនជាកងសំណុំនឹងខ្លាំងវាអាចនឹងឡងមកយើងវិញបាទធ្វើឲ្យយើងក្តៅមុខកាហាយជួនកាលឈាមខាងច្រមុះក៏មានដែរអានេះជារឿងពិតដែលខ្ញុំធ្លាប់ជួបប្រទះកន្លងមកអញ្ចឹងបាទនៅពេលដែលយើងបូជាហើយឧទាហរណ៍ថាបើសិនជាតកូនតេជឬក៏ទឹកនោមព្រហ្មចារីហ្នឹងបូជាទៅអត់សាបអត់ឆេះតែយើងនៅមានវិធីសាស្ត្រមួយទៀតដែលហៅថាបល័យចាក់ផេះនេះឯងគឺបើយើងនិយាយបែបបទបុរាណក្នុងការបូជាសពដែលចេះចាំមើលវិតាខ្ញុំគឺបល័យហ្នឹងបើថាបើយើងដាក់បល័យហ្នឹងហើយទៅគឺអស់ហើយអាហ្នឹងវាអត់មានឆ្អឹងហើទេគឺផេះសុទ្ធបាទផេះសុទ្ធហ្មងតែផេះហ្នឹងថាបល័យចាក់ផេះហ្នឹងណាតែជាស្រ័យបងខ្ញុំសុំសួរមួយទឹកនោមព្រហ្មចារីហ្នឹងយើងយកពីទឹកនោមបរិសុទ្ធទាំងមនុស្សប្រុសទាំងមនុស្សស្រីយើងអត់ប្រកាន់នេះមែនអត់បងព្រហ្មចារីបានន័យថាមនុស្សស្រីព្រហ្មចារីមនុស្សស្រីបាទក្មេងពេញកំមុំអញ្ចឹងណាបាទបាន7នាក់យកមកដល់យើងត្រូវបន្តិចម្នាក់ទេយើងមិនត្រូវយកទាំងអស់ហើយបន្តិចមកយើងផ្សំចូលគ្នាមកយើងស្រោចដាក់តកូនទេហើយយើងបាយបល័យតាមដែរបាទអាហ្នឹងទៅយើងដុតទៅបើសិនជាឧទាហរណ៍ថាគាត់កងសំណុំខ្សោយគូខ្សោយយើងអាម៉ូមកជុំគឺឆេះទៅរូមកស្អាតប៉ុន្តែបើសិនជាគាត់គ្រូមួយទៀតគាត់ខ្លាំងបែកខាងអាគមខ្មែរយើងឧទាហរណ៍ថាទាហានខ្មែរពីដើមគាត់មានកងសំណុំយន់មានយន់អាឋានការពារខ្លួនគាត់អញ្ចឹងណាអញ្ចឹងទៅយើងតតែបល័យចាក់ផេះទៅរំលាយរូបខណ្ឌគាត់សុបឬក៏ទៅអស់អញ្ចឹងបាទដល់ពេលដែលយើងសូត្រប្រើបល័យចាក់ផេះហ្នឹងគឺសោះអត់មានសល់ឆ្អឹងរេះទេអត់មានឆ្អឹងទៅផេះទាំងអស់បងទៅផេះបាទប៉ុន្តែយើងអាចយកដាក់កោតបាន
ចុះយើងមកយកដាក់កោតបានឥឡូវកាន់តែតនសម័យទៀតគឺបូជាឡបូជាហាសាភ្លើងអគ្គិសនីអាហ្នឹងក៏ដូចគ្នាទៅជាផេះ បាទ ទៅជាផេះដូចគ្នាហ្នឹង បាទបងបាទហើយដោយសារមួយរយៈក្រោយនេះខ្ញុំតែងតែឃើញបងមែនយើងដែរបងខ្ញុំភាគច្រើនខ្ញុំឃើញអ្នកខ្លះគាត់បូជាមានឋានៈលើដាក់សពនៅខាងលើហើយគាត់បូជានៅឋានៈលើអ្នកខ្លះគាត់ដាក់ឋានៈក្រោមបូជានៅខាងក្រោមអញ្ចឹងអាហ្នឹងវាខុសគ្នាបែបមិនដែរបងអាចបញ្យល់បានអត់បង បើតាមពិតទៅវាមានកលក្ខណៈខុសគ្នាបងខុសគ្នាតាមតំបន់ខ្ញុំណែតកៅណាជួនកាលមានតំបន់ស្រុកខ្លះទៀតគាត់បូជាលើ បាទ ស្រុកមួយគ្នាខេត្តមួយគ្នាប៉ុន្តែគាត់បូជាលើដោយសារតែជំនឿរបស់គាត់ បាទ ទីគាត់ថាឪពុកម្ដាយគាត់ស្លាប់ឬក៏មនុស្សជាទីស្រឡាញ់គាត់ស្លាប់អញ្ចឹងទៅយើងបូជាលើជឿថារស់ស៊ីមានបានបាទរៀបចូលធំអញ្ចឹងណា អូ អាហ្នឹងគេជឿតាមបែបហ្នឹងប៉ុន្តែតំបន់ខ្លះទៀតគេអត់ជឿអញ្ចឹងទេគេចង់ឲ្យបូជាក្រោមក៏បានលើក៏បានគេអត់ប្រកាន់ដែរប៉ុន្តែក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ថាយើងមិនអាចថាខុសឬក៏ថាត្រូវបានឡើយដោយសារតែវាធ្វើតាមតំបន់រៀងខ្លួនអញ្ចឹងយើងមិនអាចថាអូតំបន់នេះធ្វើទៅខុសហើយអត់ទេតែតំបន់នេះអត់ធ្វើអញ្ចឹងខុសហើយអញ្ចឹងយើងមិនអាចទៅវិញ្ញាណអញ្ចឹងបានទេដោយសារតែជំនឿរៀងខ្លួន បាទហើយហ្នឹងហើយបងមួយទៀតខ្ញុំធ្លាប់ឃើញមានគេយល់ច្រឡំដែរថាបងដូចជាអាចារ្យភ្លុកឬក៏អាចារ្យយូគីបែបម៉េចបងជួយបញ្ជាក់តិច បាទនៅចំណុចហ្នឹងគឺល្អបងបានសួរខ្ញុំចំណុចហ្នឹងគឺល្អកន្លងមកគឺខ្ញុំបានបញ្ជាក់នៅក្នុងកម្មវិធីតុកភ្លឺ background ងឹតមួយដែលបងអធិការគាត់សួរខ្ញុំដែរហើយខ្ញុំក៏ឆ្លើយប្រាប់គាត់ថាខ្ញុំគឺមិនមែនជាលោកអាចារ្យយូគីទេខ្ញុំគឺជាអ្នកភ្លុកបូជាសពអ្នកភ្លុកហើយនាមអាចារ្យនេះគឺគាត់ដាក់ងារឲ្យយើងឲ្យសមឲ្យពិរោះណាបើជិះយើងនិយាយថាភ្លុកមួយម៉ាត់អាហ្នឹងវាខកស្ដាប់វាដូចវាមួយម៉ាត់ពេកវាស្គយពេកទេបងអញ្ចឹងដាក់ងារថាអាចារ្យភ្លុកទៅប៉ុន្តែចំណុចត្រង់នេះខ្ញុំសូមបញ្ជាក់មួយទៀតគឺអាចារ្យយូគីលោកអាចារ្យយូគីគាត់ជាអ្នករៀបពិធីបុណ្យសពតែម្ដងបាទគាត់គឺអ្នកចាប់ចែងពិធីបុណ្យសពបាំងឆ្កោសូត្រមន្តចាប់ចែងជាមួយនឹងលោកទេសធ្វើកិច្ចពិធីហើយអាហ្នឹងគឺលោកអាចារ្យយូគីប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺជាអ្នកបូជាសពឯណាគេហៅថាអ្នកភ្លុកគឺចាប់ចែងបូជាសពតម្លាក់សពចូលក្រោមចាប់ដើមរំលាយរូបខណ្ឌសពនោះតែម្ដងអាហ្នឹងគេហៅថាអ្នកភ្លុកអញ្ចឹងកន្លងមកគឺមានបងប្អូនខ្លះគាត់យល់ច្រឡំខ្ញុំថាខ្ញុំជាអាចារ្យយូគីអាចារ្យយូគីអញ្ចឹងណាអាចារ្យភ្លុកអាចារ្យយូគីអញ្ចឹងទៅប៉ុន្តែខ្ញុំសូមបញ្ជាក់ថាអាចារ្យយូគីផ្សេងអ្នកភ្លុកផ្សេងបាទអ្នកភ្លុកផ្សេងដោយសារអីកុំឲ្យមានការយល់ច្រឡំត្រង់ថាពេលដែលខ្ញុំនិយាយទៅកាយវិការលើសលុះឬក៏សម្ដីវាលើសលុះឬក្រមសីលធម៌ណាមួយកុំឲ្យបងប្អូនយល់ច្រឡំហ៎ពីអាចារ្យនិយាយអីចឹងអាចារ្យប្រើកាយវិការមិនគប្បីអញ្ចឹងកុំឲ្យមានការយល់ច្រឡំអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺខ្ញុំជាអ្នកភ្លុកហើយអ្នកអាចារ្យយូគីគាត់ផ្សេងបាទបងបាទអរគុណច្រើនបងបាទអញ្ចឹងសង្ឃឹមថាបងប្អូនយើងគាត់នឹងយល់ចំណុចហ្នឹងហើយបាទតែខ្ញុំតែងតែឮចាស់បងពីចាស់ពីដើមបាទពីមុនគាត់មានតំណែងថាពេលខ្លះដែលយើងបូជាសពហើយខ្ញុំស្មាត់សំទោសផងបាទគាត់ថាយើងបូជាសពអត់សោះពេលដែលយើងបូជាសពអត់សោះស្មាត់ទោសដូចនៅសល់គ្រឿងក្នុងនៅសល់អីហ៎បងដែលថាបូជាទៅអត់អស់គេថាអ្នកខ្លះគេថាអាចនឹងយកទៅបោះចោលយកទៅអីទៅអាហ្នឹងវាមិនដែរបងបើតាមពិតបទពិសោធន៍ខ្ញុំឆ្លងកាត់ច្រើនបបសពចូលដល់ពាន់សពហើយចំណុចនេះគឺខ្ញុំបដិសេធអត់ទទួលយកទេដោយសារតែពួកខ្ញុំអត់ធ្វើអញ្ចឹងទេបាទអត់ធ្វើអញ្ចឹងទេអានេះនិយាយចំពោះតែក្រុមមេនខ្ញុំផ្ទាល់ទេបងតែបើថាក្រុមមេនផ្សេងទៀតគឺយើងអត់ដឹងដែរយើងមិនហ៊ាននិយាយទេគាត់ថាតែយើងនិយាយចំពោះខ្ញុំផ្ទាល់ជាអ្នកបូជាសពផ្ទាល់តែម្ដងគឺអត់ធ្វើអញ្ចឹងទេយើងប្រៀបធៀបទី1ឪពុកម្ដាយបងដែលជាទីគោរពជាទីស្រឡាញ់ឪពុកម្ដាយខ្ញុំឪពុកម្ដាយបងនៅពេលដែលគាត់ស្លាប់ទៅបើសិនជាយើងយកសាច់ដែលបូជាអស់ហ្នឹងយកទៅបោះចោលចុះបើសិនជាបោះចោលទៅឆ្កែពំបាទឬក៏សត្វអីផ្សេងយកមកពំទៅតើវាទៅជាយ៉ាងណាវាមិនអាក្រក់មើលឬក៏វានោះមកអាក្រក់មើលប៉ុន្តែផ្ទុយទៅវិញគឺយើងមិនអាចទៅធ្វើអញ្ចឹងកើតទេបងបាទតោះតែចង់ថាមានលក្ខខណ្ឌណាត្រូវធ្វើអញ្ចឹងកើតបងតែបូជាសមអាដុំប៉ុនក៏ដៃក៏នៅបូជាអស់ដែរនឹងអញ្ចឹងបងអញ្ចឹងយើងនិយាយទៅថាបើនិយាយពាក្យស្រួលស្ដាប់យើងទទួលការងារគេហើយយើងត្រូវធ្វើការងារគេស្អាតបាទនិយាយរួមទៅខ
ខាងដើមបនគឺគាត់ប្រគល់ឲ្យយើងដាច់ហើយ បាទ បាទចាប់ចែងពិធីរំលាយរូបខានឪពុកម្ដាយគាត់ឬមនុស្សជាទីស្រឡាញ់គាត់ញាតិមិត្តចិត្តឆ្ងាយគាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងរំលាយហ្នឹងគឺយើងត្រូវប្រើភ្លើងឬក៏ហៅថាប្រសិនហ្នឹងគេហៅប្រាហ្វីអញ្ចឹងទៅយើងត្រូវរំលាយគាត់ឲ្យស្អាតល្អកុំឲ្យមានកតិចកទីឬក៏កម្អអីអញ្ចឹងណាស្អាតល្អហ្នឹងហើយ បាទ បាទ ហើយខ្ញុំមានចម្ងល់មួយទៀតបងមុននឹងចូលសាច់រឿងហ្មងគឺ បាទ តើតើខ្ញុំធ្លាប់ឃើញមានដូចសំឡេងដំរីហ្នឹងគេដាក់យើងអាចបញ្យល់បានទេថាហ្នឹងគេដាក់ដើម្បីអ្វីដែរ បើតាមពិតប្រពៃណីបូជាសពសំណួរនេះល្អបង បាទ ប្រពៃណីបូជាសពគឺអត់កំណត់ថាត្រូវតែដាក់ទេ បាទ ត្រូវតែដាក់អាហ្នឹងអត់ទេអាស្រ័យលើដើមបនទេបើសិនជាដើមបនថាអូសពនេះសំឡេងនេះវារន្ធត់ពេកធ្វើឲ្យគាត់ប៉ះពាល់អារម្មណ៍បេះដូងគាត់អញ្ចឹងស្នើអត់ដាក់ក៏បានដែរវាអត់មានជាបញ្ហាអីទេសំឡេងនេះបើយើងចង់ដាក់ក៏បានចង់ដាក់តិចក៏បានច្រើនក៏បានអាហ្នឹងអាស្រ័យលើដើមបនឬក៏អាស្រ័យលើអ្នកមានចាប់ចែងមានកិច្ចទេសរបស់គាត់អញ្ចឹងណាបង បាទ អូខេហើយក៏អរគុណបងច្រើនដែលបានចែករំលែកបទពិសោធន៍មកសង្ឃឹមថាទស្សនិកជនរបស់យើងក៏នឹងយល់ដឹងពីចំណេះដឹងមួយហ្នឹងដែលបងបានចែករំលែកទៅហ្នឹងចេះទៅយើងចូលទៅកាន់សាច់រឿងតែម្ដងណាបង សាច់រឿងខ្ញុំថ្ងៃនេះវាពាក់ព័ន្ធជាមួយនឹងការបូជាសពអត់សាច់ញាតិអត់សាច់ញាតិគាត់គឺជាជនអនាថាសំទោសផងដែលយើងអាចប្រើពាក្យនេះគីឡូអាចនឹងប៉ះពាល់ឬក៏មិនសមរម្យអីប៉ុន្តែយើងនិយាយចឹងទៅឲ្យដឹងថាគាត់អត់មានសាច់ញាតិអញ្ចឹងណាព្រោះគាត់និយាយមួយម៉ាត់អាចចង់ភាសាខ្មែរយើងគាត់អត់ដល់សតិអសិគ្រប់បាទសតិអសិគ្រប់បាទសតិអសិគ្រប់អញ្ចឹងទៅគាត់តែងតែដើរលេងដើរអីឬក៏លោតទឹកគាត់លងម្ដងហើយតែគេជួយបាទអ្នកភូមិគេនិយាយគេហ្នឹងលងម្ដងតែគេជួយកាលពីដើមឡើយហ្នឹងគឺគាត់ហ្នឹងលក្ខសតិគាត់អត់សូវគ្រប់ឬក៏គាត់ដើរលេងដើរអីបែបដែរគាត់លោតទឹកលោតអីចឹងណាតែអ្នកស្រុកភូមិគេឃើញគេក៏ជួយហើយរឿងនេះគឺដើរកាត់ហេតុនៅខេត្តតាកែវយើងនេះនៅភូមិសាស្ត្រខ្ញុំតតែម្ដងបាទនៅពេលដែលគាត់លោតទឹកនោះចុះធម្មតាពេលដែលសពតែគ្រប់ម៉ោងគឺមិនដែរទេបងបាទគឺមិនដែរឡើងហើយអញ្ចឹងអ្នកស្រុកអ្នកភូមិគេផ្អើលឆោឡោនៅហ្នឹងហ្មងគេផ្អើលឆោឡោពេញថាមានសពលងទឹកប៉ុន្តែនៅពេលដែលគេទៅឆែកឆេនោះគឺគេស្គាល់គាត់អត្តសញ្ញាណគាត់គឺគាត់សតិគាត់អត់សូវគ្រប់ទេដោយសារតែគាត់លងម្ដងហើយគេជួយហើយរួចហើយប៉ុន្តែគាត់លងម្ដងទៀតគឺបានស្លាប់ទៅបាទនៅពេលនោះអត់មានសាច់ញាតិទេបងសពហ្នឹងគឺនៅលើខ្នងព្រែកគេលើកមកលើខ្នងព្រែកខាក់ហើយក៏គេអត់ផ្លាស់ដែរគេអត់ផ្លាស់យើងទេកាអាវហ្នឹងនៅទាំងសើមនៅទាំងអស់អ្នកស្រុកអ្នកភូមិគេយកអាកស៊ូរុំមកអាកស៊ូរុំសពយើងដាក់ក្តារមឈូសផងបាទកស៊ូហ្នឹងយកទៅរុំប៉ុន្តែអត់មានក្តារមឈូសទេបងបាទនៅយកកស៊ូទៅប៉ុន្តែចៃដន្យអីលោកអាចារ្យគាត់ទេមកខ្ញុំតែទៅមេខ្ញុំមិនមែនខ្ញុំទេទៅមេខ្ញុំឲ្យបូជាគាត់ត្រូវការមានឬក៏ត្រូវការឡប៉ុន្តែចៃដន្យអីដោយសារតែគាត់អត់មានសាច់ញាតិរៀបចំពិធីបុណ្យសពសូម្បីតែលោកអត់បាំងស្គាល់អត់មានអីទាំងអស់កម្មវិធីមានអីក៏គឺស្លាកព្រាមគឺបូជាហ្មងចាប់ចែងបាទបូជាហ្មងអញ្ចឹងក្នុងនោះគាត់យកពិធីបូជាគឺប្រើឡប្រើឡហ្នឹងគឺឡតទេអត់មានមេនទេបាទឡយើងបូជាសពនេះឡតេយើងសពនៅកន្លែងនេះយើងរៀបតកន្លែងចិត្តនឹងតាមដងនៅពេលដែលយើងរៀបចំបូជាគឺចន្លោះខ្ទង់ម៉ោង 8 កន្លះម៉ោង 8 កន្លះគឺលោកអាចារ្យគាត់នៅហ្នឹងគាត់ធ្វើកិច្ចអីហើយគាត់សូត្រមន្តសូត្រអីហើយតែម្នាក់គាត់ណាបាទអត់មានអ្នកស្រុកអ្នកភូមិអីក្មេងៗគេមកមើលតាមផ្លែគេទៅវិញហើយបាទនៅពេលដែលរៀបបូជាគេលើកដាក់សពដាក់អីឲ្យបូជាគាត់លោកអាចារ្យគាត់សូត្រធម៌សូត្រអីហើយនៅតែគ្នាខ្ញុំ2នាក់ទេក្រុមការងារបងបាទគ្នាខ្ញុំ2នាក់មេខ្ញុំ1ហើយខ្ញុំ1បាទខ្ញុំនៅមើលសពនៅពេលដែលដុតឆេះធម្មតាទេបងប៉ុន្តែចង្ងាយងឹងដែលខ្ញុំត្រូវចងហ្នឹងគឺជាឆ្ងាយពីសពហ្នឹងប្រហែលជា7-8ម៉ែត្រទេឡប្រហែលជាខ្ទង់ទៅនោះហើយខ្ញុំនៅនេះហើយពេលយើងបូជាទៅធម្មតាទេបងប៉ុន្តែគាត់ថាយើងអត់ប្រើអំពងស៊ីម៉ាំងទេព្រោះអីដោយសារវារៀងយប់ដែរហើយអញ្ចឹងយើងមិនបាច់ទៅនេះទេវិញឆ្ងាយច្រើនអញ្ចឹងយើងប្រើតាកាម៉ូបហ្នឹងធម្មតាហ្នឹងទេប៉ុន្តែពិធីបុណ្យសពបុណ្យអីអញ្ចឹងទៅមានដើមបុណ្យរៀបចំឲ្យយើងអញ្ចឹងអានេះយើងចាប់ចំខ្លួនឯងនៅក្នុងរាត្រីនោះគឺទុកខ្ញុំម្នាក់នៅមើលសពហើយម្នាក់ទៀតទៅទិញអីហូបហើយទិញអីហូបនោះគឺទិញមីហិលបាទគាត់ក៏បើកឡានចេញទៅនៅខ្ញុំម្នាក់ឯងនៅពេលដែលខ្ញុំនៅម្នាក់ឯងនោះអាកន្លែងងឹងដែលខ្ញុំចង់ដេកហើយអាកន្លែងគាត់លងទឹកហ្នឹងគឺនៅចិត្តគ្នាបាទនៅចិត្តគ្នាហ្នឹងបាទហើយសាតែមកស្ទុះក្រោយអាទឹកដែលនៅគាត់គៀនខ្ញុំហ្នឹងគឺលុតឌូ
đúng nhóm có ngờ chồng tầm slap hay chân lấy nhỉ và chân lấy thấy rồi bọn bài nhớ tập tam bài nhớ bốc muối bốc khoang mình tên luôn có đúng người nhóm cho tên pearl màu tên pearl á pearl nhóm tầm tên này mày đá chợt đầu mưa thô mà đá tắc đá về lốt ấy vì miền tắc lỗ ấy bỏng năng bong năng mà bây giờ dương cho tới vì miền tắc lỗ đôi cỏ chén này hổ nhé á bắt đầu đi áp thuyền cho mình tắc lỗ trong sòng tay vậy bà sòng tay giá liền chập đàm liền là lỡ nhưng có tê tới kia nhưng mà nè tiền ô này mà chui trong đó bón đi về tới tỉnh bị hở bạt đây ở này chìm tàu mọc lẹt mắc phụ ấy mấy lên bòn vì lư tàn lố việt màu thì việt màu thì vì ao nhom nơi mà này nơi cái lại nhà bồ chia sọp nè nhom có tha đây hãy ọt máu có ọt từ nhom có tê tê mà nè tiết khi nhom tới tỉnh bị hở lăng thai sốt mau về lông này chứ rồi bọn anh mình gì vừa trình lo tới đột thuốc tới ấy nhóm có đốt thuốc với chỉ mua gì điện lo ta không bạc cai bạc cán con trai ấy sông cao pi con trai cầm áo vì nhiên ACC mà lố á bà chia thom mà đa cứ nhóm đốt thuốc ấy hai áo ngạt đây chờ lo cái tông ma dùng mau cùng muốn đọc chụp trong đấy vậy nó ngồi em trong đấy mà là bội nó nha yêu ở trong đấy anh hay cái điều nhóm mình tin vì hết thom lá vì hết chờ lo cái tông mau cùng bôi impulse bảy phiêu chảo này chắc viện vú nè bọn hay ngay tiền nọ bọn đó chỉ lấy cho nơi xa phải biết miền tây họ đòi cho đấy cho chứ còn nơi trang biết đêm mà sợ bỏ nó lính sát ta mà tu khói lính sẽ lấy này dùng mắng và bà vậy bố ơi đúng cho người ta rong dương anh nó tích khăn tị chứ thom đá dương nó khơi nhang mà nào tha cải lô dương ở thứ bốn ở đây tới chứ dùng ấy nè hiện còn luôn tin nhưng coi đây hiện bỏ lắm á còn tay mà tu khói bòn chập đam xoay vô mồm sai vùng ôi sai vô bố nhom chập đã phùi vào nhá nhom tê tê khi nhom thải hút mau lên khăn mền tê này hút mau nhóm có tê tê hái có thuốc chuyển những bên nó viện chuyển những lo mình chạy mà snap này nắng chuyển những lo nữa đốt thuốc mà đang tiện dây nó chuyển dây đầy nhòa bóng của ngôi đầy nhòa lò tạt hạt xong bây giờ thuốc có sẽ là cái tết thấy đây rồi lấy chư đây ở chư đây lấy chư hỏi khi đi nhom nó hủy bạc là nào cái bạc lan thom mặt đá pe đây với bạc lan nó cứ pleu vì mình mà được cái xu dương thế pleu xả bồng bà pleu tạm phải tới vì mình cả lúc bên ấy nè nó pe bạc lan mau thằng nó pleu ngay với bạc pha bồng pe đây bạc pha nó trong cái lại nhom pe về tới đó là cái bạc pha màu vì mà đo pop vì xu nhom thế đi mình bọn ấy bố chia mà nè cái xu nhom thế anh bố chia mà này ai gì cho ai mà nè tiện hồn pleu lo nữa nè kì mà nè tiếc luôn hỗn trường lo nè kì vì rồi bông anh tha ai công dây trắng là mới những lô anh tê ấy máu nó lô anh tê tới đi mua mà nè tiếc ao việc máu người ta lô việc máu thì nó còn đâu anh gì chẳng ai cho tôi vô cha Yuki gọt màu cha Yuki gọt máu gọt mình thời thì gọt máu còn ta gọt đốt thuốc hay gọt từ bình bà gọt ở thời thì gọt máu gọt đốt thuốc mà giật thuốc hồi lúc giờ lấy vô mà đòn tiền nó cứ vô mà đòn ní cứ vô mình tên bồng nhom chết pearl này cái lại zoom nó muốn bỏ này cái lại quạt lô tắc á chết lô tắc nó lùng cái lại lùng tắc nó cứ quạt zoom này cái lại nhằng zoom mà đón thì lỗ đo khang cái lối ra lớn pe là nhom chết pearl ta cái lại quạt nó ngặt chừng chết pearl ngặt trong nó từ zoom lại mình đang phải sao lại cho zoom lòng còn ngưng mong không là chưa chốc cháp mà nếu chưa chốc cháp đôi ông miền nè thưa bọn ao zoom mà đón tít hay mà đón tít đi sao sao giờ bài hôm đó thì dùng những tới nhóm câu về xong sai có chơi bơ tới bị bật tay bị bật rồi mò trong khói bị đay nè bị đay che toàn tha bây giờ dùng chơi bơ từ mà bò ơi có ba lòng banana này có ba thì trong cho khô một bà gì khi nhóm mình nè tiết đây về thầm biết từ si mì hả là vẽ si đi rồi họ cho nó làm định một nhau mà hốt đó bố chia sắp mong tầm bậy các ban bố chia ở sao buổi năng này sau buổi bố chia mong bày phật nó hay lúc cả cha vô kia có thơ máu có máu có tha của anh bạch phẹp anh trên thằng tà lô ngay dụng mình chứ ở anh mình chui câu phong ở anh mình phẹp và lấy rồi có sạp ấy không người ta ở sạp tua bay từ sạp còn ở tầm máu đây của sạp nó gọi ban từ tua pot bon tê ba từ sạp nó từ tua pot bon tê chẳng có bộ xe tiết cứ về máu sọ buổi kia mong về máu bàn tay còn tha vì nhiên nó cứ mình toàn máu ăn pin tê tại bộ sen trên bộ tài hao đi kia được có slap đôi kia nắng công tác đôi khi nó vừa mau xóa một kia mong mò tu một kia mong cứ nó cứ chop cái bản năng ok bông rồi đại chụp sập bài lông tật ấn trà này mà tràn bông tràn sập lông tật về chán
សតិគាត់អត់សូវនឹងអញ្ចឹងហ្មង បាទ ហើយជាអញ្ចឹងជួនកាលមកវិញចងខោលហែកអស់ បាទ ជួនកាលដៃតោងចម្រាមជាប់នឹងញ៉ាំដល់ពេលគាត់លងគាត់តោងអាចម្រាមដល់គាត់កាន់ហ្នឹងតោងជាប់នឹងដៃហ្មង បាទ ហើយសក់ខ្លះទៀតស្លាប់តោងស្អិតជាប់ជាមួយនឹងទឹកសុទ្ធឬក៏អីក៏តោងជាប់នឹងហ្មងទោះចាំប៉ុន្តែពេលប្រភេទសពនេះគឺវាបូជាអត់ឆេះទេមិនងាយឆេះដោយសារតែសាច់នេះវាជក់ទឹក បាទ សាច់ហ្នឹងហើមជក់ទឹកឬក៏ ទឹកមក បើយើងនិយាយចំថាអត់មានសាច់ញាតិអញ្ចឹងគេមិនទៅផ្លាស់របៀបពាក់ឲ្យពួកគាត់ទេអត់ទេ បាទ អញ្ចឹងតាម៉េចគឺទៅអញ្ចឹងហើយអញ្ចឹងវាគួបផ្សំជាមួយនឹងសម្លៀកបំពាក់គាត់សើមណា បាទ ហើយជាមួយនឹងអស់យើងផង បាទ អញ្ចឹងទៅវាធ្វើឲ្យយើងពិបាកអូជាវាឆេះដូចគ្នាប៉ុន្តែវាប្រើពេលយូរ បាទពេលយូរបាទ បាទប្រើពេលយូរឆេះដូចគ្នាតែប្រើពេលយូរពេលថាវាមិនងាយទេវាហៅថាសាច់កម្មហ្មង បាទបាទ សាច់កម្មជាមួយនឹងថប់ក្នុងទឹកយ៉ាងបាទរឿងហ្នឹងឲ្យមេខ្ញុំគាត់ចូលខមមិនចុះតើពិតឬក៏មិនពិត បាទចូលខមមិនទៅចូលខមមិនប្រាប់ថាពិតឬក៏មិនពិត បាទ ព្រោះគាត់ជាអ្នកហេតុការណ៍នៅគេនឹងហើយអាមួយតែទូរស័ព្ទជាមួយគ្នាបើសិនជាឃើញវីដេអូនេះហើយខ្ញុំនិយាយហើយចូលខមមិនតើឲ្យបានមកអត់ក្នុងវីដេអូហ្នឹងទៅក្នុងនឹងហេតុការណ៍ហ្នឹងបាទតើបានមកអត់ បាទ អញ្ចឹងទៅសូមជួយខមមិនថាតើរឿងហ្នឹងវាកាត់ឡើងពិតឬក៏មិនពិតកាលថាខ្ញុំចេះតែនិយាយទៅភូតភោកុហកណាប៉ុន្តែសំខាន់គឺសាកសីគ្នាខ្ញុំម្នាក់ទៀតតែគាត់អាហ្នឹងអញ្ចឹងបើសិនជាឃើញវីដេអូនេះហើយចូលខមមិនមកតើរឿងហ្នឹងពិតឬក៏មិនពិតហើយកាត់ឡើងនៅកន្លែងណាដាក់នៅក្នុងខមមិនមកឲ្យបងប្អូនយើងមើលហ្មង បាទ បាទប៉ុន្តែមិញខ្ញុំលឺមកបងថាបងឃើញគេហៅយ៉ាងហៅថាអរូបហ៎បង បាទ ថាបើនិយាយភាសាស្រួលស្ដាប់វាហៅថាខ្មោចគេឃើញព្រលឹងខ្មោចហ្នឹងបងថាឃើញក្បាលធំហ្នឹងជាក្បាលមនុស្សប្រុសមែនអត់បងឃើញមិន ក្បាលនោះវាមិនទៅឃើញច្បាស់ដូចមនុស្សយើងទេពីងព្រើដូចសក់ជពងសក់អីចឹងណាដូចព្រើចឹងទៅហើយយើងក៏មិនចាប់តែថាគ្រាន់ឃើញចឹងហើយទីមួយអារម្មណ៍មួយថានៅឃើញកាឡូមិនឈើវាគប់ចូលគ្នាទៅវាចឹងណាប៉ុន្តែនេះអត់ទេមានទាំងហុករៀងដៃមានទាំងហុករៀងជើងហ្នឹងគឺមានតែត្រឹមជង្គង់ឡើងលើចេះទេ បាទ អាត្រឹមជង្គង់ជុំក្រោមទៀតគឺអត់មានទេព្រោះច្រើនសពខ្មោចពពួកអាមនុស្សគឺវាមានតែត្រឹមនេះឡើងលើទេ បាទហ្នឹង បាទមានតែហ្នឹងឡើងលើទេ សាហាវដែរ បាទ បាទ បើតាមពិតទៅបលងធម្មតាអីទេ បាទ តែបលងបែបមកជាក្រុមមកជាបពួកអញ្ចឹងអាហ្នឹងបានតែចកត់បើសិនជាយើងតាំងអារម្មណ៍យើងអត់នឹងណូស្មារតីយើងអត់យ៉ាងណាអត់រឹងមាំអាចនឹងបាត់បង់ស្មារតីអាចនឹងយ៉ាងសតិយើងវាអត់អញ្ចឹងបាត់បង់សតិយើង ប៉ះពាល់ទៅយើងដែរ ពួកអីអ្នកធ្វើមេនមួយខ្ញុំធ្លាប់ម្នាក់ដែរ បាទ គាត់ស្តិគាត់អត់ពីមុនល្អប៉ុន្តែឥឡូវដូចយើងអត់នេះយើងនិយាយបានថាសំទោសផងអត់សូវគ្រប់បាទយើងអត់សូវគ្រប់ដោយសារតាំងពីលងកន្លែងមកគឺគាត់ហ្នឹងគឺគាត់ចងងឹងនៅក្រោមដើមច័ន្ទគិរីពេលនោះគឺគាត់ចងងឹងគឺគាត់ដូចមិនបានទៅសុំម្ចាស់ទឹកម្ចាស់ដីគេទេ បាទ ចុះគាត់អាងតែមេនហើយអាងតែមេនដូចគេហ្នឹងហើយ បាទ អញ្ចឹងទៅគាត់ទៅចងងឹងក្រោមដើមច័ន្ទគិរីហ្នឹងស្រាប់តែចងដេកនៅចន្លោះខ្ទង់ហើយម៉ោង11ឬក៏ម៉ោង12ប៉ុន្តែដឹងថាយើងយប់ឆ្ងាត់យប់ជ្រៅបាទលេងសត្វតមកហ្មងពីលោហ្មងទៅកំប៉ុណ្ណានៃមៀតធំហ្មងមកកធប់ពីវាហ្មងកធប់ហ្នឹងគឺកធប់ដាច់ខ្សែងឹងហ្មងប៉ាំងប៉ាត់ហើយខ្សែងឹងវាទៅទិញបានប្រហែលជាកន្លះខែហ្នឹងហើយដាច់ខ្សែងឹងក៏ទៅយើងគោពិចារណាមើលតើគឺហ្នឹងវាចងខ្សែងឹងខ្លួនឯងដាច់ខ្លួនឯងឬក៏កធប់ប៉ុន្តែស្នាមដែលដាច់ហ្នឹងគឺចកត់តែដូចយើងទាញដាច់ចេះ បាទបាទ ទាញដាច់ហ្មងមិនស្នាមអាលទេទាញដាច់ហ្មង វាសាញ់ម៉ាញបង បាទតាំងពីហ្នឹងមកម៉ែឲ្យវាស្រោចទឹករហូតស្រោចទឹកឥឡូវហ្នឹងមានអារម្មណ៍ថាគាត់អត់វិញ គាត់ប៉ះពាល់អារ បាទ ម្មណ៍ វិញតាំងពីហ្នឹងមកលេងនេះប៉ុន្តែឥឡូវប៊ូហើយគឺថាប៊ូ អូ បាទឬថាតែប៊ូហើយប៊ូដូចសងណនគេមិនគឺមិនទេយើងក៏មិនសូវស្បាត់ដែរដោយសារតែគាត់ដាច់ឆ្ងាយពីយើងដែរអញ្ចឹង បាទ តែយើងដឹងតែនឹងគាត់ប៊ូ ហ្នឹងហើយ បាទ អញ្ចឹងបងសុំសួរបន្តិចបើថាឆ្ងល់ណាប៉ុន្តែកន្លែងហ្នឹងបើសិនជាបងចែកម្លែកបានក៏បានតែមិនបានក៏មិនអីដែរដូចបងតែងបូជាសពដែលគាត់អនាថាអញ្ចឹងតើទទួលបានចំណូលឬក៏បច្ច័យអីពីខាងណាដែរបងឬក៏មានអ្នកស្រុកអ្នកភូមិគេជួយមិនដែរបងឬក៏ ហងហ្នឹងពេលដែលខ្ញុំបូជាសពបងប្អូនគាត់ណាអត់សាច់ញាតិហ្នឹងពេលខ្លះបានពេលខ្លះក៏អត់បានដែរបង បាទបាទ ពេលខ្លះយើងជួយគាត់ទេ បាទបាទ យើងជួយតែក្តាមឈូសទៀតបើសិនជាយើងមានគេថាថវិកាតខ្លួនឯងគ្រប់គ្រាន់យើងអាចចែកម្លែកបានឬក៏ហរីនៅគៀននឹងទីទួចយើងអាចជួយគាត់បានយើងទិញដាក់ទាំងក្តាមឈូសទាំងកស៊ូព្រមសពហ្នឹងយើងជួយគាត់ហើយពេលថវិកាបូជានោះបើនិយាយថាជួយគាត់ទៅជួយច្រើនហើយបងអើយពេលខ្លះយើងបូជាយកលុយទេឲ្យតែហើយប៉ុន្តែពេលខ្លះលងពេលខ្លះទៀតក៏មិនលងហើយអាស្រ័យលងនេះបងប្អូនគេថាឆ្ងល់ហើយថា
គេគ្រប់គ្នាគេបូជាសពអត់ដែរលងឲ្យលងតែយើងអញ្ចឹងអានឹងខ្ញុំសូមជម្រាបថាចំណុចត្រង់នេះយើងមិនអាចមើលឃើញពពួកអស់នេះបានទេមនុស្សដែលមាននិស្ស័យជាមួយគ្នាបានទៅមើលឃើញនិយាយឲ្យម៉ាត់ហ្មងថាកញ្ចៅខ្មោចលងបាទកញ្ចៅខ្មោចលងសូម្បីតែមេខ្ញុំផ្ទាល់ក៏គាត់មានដែរប៉ុន្តែគាត់ថាគាត់ចេះអញ្ចឹងណាបាទខេមកយើងចូលទៅសាច់រឿងទី2បងបាទសាច់រឿងទី2ហ្នឹងគឺដំណើរដើមតងគឺគិតតែខ្ញុំទេសាច់រឿងនេះបាននិយាយបានថាអ្នកភូមិខ្ញុំដែរបាទអធិស្ឋានផងដែលលើករឿងនេះតែប៉ុន្តែរឿងនេះល្អសម្រាប់បងប្អូនយើងដែលគាត់មិនសូវជឿបាទមិនសូវជឿទុកជាការមេរៀនមួយសម្រាប់បងប្អូនយើងដែលតែងតែប្រមាថអត់ជឿដំណើរដើមតងនៅសាច់រឿងនេះគឺមានប្តីប្រពន្ធ2នាក់គាត់នឹងកើតក្នុងសកលជាអ្នកក្រសត់បាទជាអ្នកក្រសត់ទេចេះនៅចិត្តខ្ញុំទេជារឿយៗគាត់តែងតែធ្វើការឲ្យគេថាគាត់ការងារគាត់អត់រើសទេបាទអីក៏គាត់ធ្វើដែរឲ្យតែបានលុយចំគ្រួសារគាត់អញ្ចឹងណាថ្ងៃមួយនោះគឺគាត់ទទួលគេជីកដីកាប់គល់គល់កគីគល់ទាលយើងហ៎បាទគល់ធំមែនតើហើយដើមវាហ្នឹងគឺគេកាប់មិនដឹងថាយកធ្វើទូកឬក៏យកធ្វើអីផ្សេងយើងអត់ដឹងប៉ុន្តែគេកាប់គល់ហ្នឹងប៉ុន្តែអ្វីដែលសំខាន់នោះគល់គឺដូចមានឆ្នាំឈាមជាប់នឹងគល់ហ្នឹងប៉ុន្តែយើងគិតថាប្រហែលជាជ័យយើងគិតថាអញ្ចឹងណាប៉ុន្តែគាត់ក៏មិនគិតទៅវែងឆ្ងាយដែរដើម្បីលុយដើម្បីថវិកាគ្រប់គ្រងគ្រួសារគាត់ក៏សម្រេចចិត្តគាស់គល់ហ្នឹងចៃដនអីនៅពេលដែលគាត់គាស់គាត់ក៏កាប់ចំហឹងមួយគឺវាខ្ទៀតអាចមិនដឹងថាឈាមឬក៏ជ័រវាខ្ទៀតចេញមកបាញ់មកក្រហមហ្មងបាញ់មកហមមកតាមហឹងហ្នឹងបាញ់មកក៏ឆ្ងល់ក៏សួរថាឯងហ่ะតែជំនាន់ហ្នឹងគេហៅឯងគេហៅអូនទេជំនាន់ហ្នឹងគេហៅឯងហ่ะគុលកគីនេះដូចខុសធម្មតាខ្ញុំក៏ស្ដាប់គាត់និយាយទៅពេលហ្នឹងគឺយើងនៅកន្លែងហ្នឹងដែរប៉ុន្តែគាត់នៅក្មេងៗ 6-7 ឆ្នាំទេនៅកន្លែងហ្នឹងទេឯងហ่ะដូចជាគុលកគីវាខុសធម្មតាអញ្ចឹងណាបាទកាប់រដងគឺជ័រវាឆ្អិតប៉ុន្តែនេះជ័រវារាវហូរមកតក់ហ្នឹងគាត់ក៏សង្ស័យប៉ុន្តែប្តីគាត់ថាអត់អីទេជ័រគីតាមានអីអត់ទៅជាបញ្ហាអីគាត់លកាប់ទៀតនៅពេលដែលគាត់កាប់គាត់កាប់ចំអាកន្លែងហឺកៅមួយទៀតអាហឺឆ្ញាញប្រព័ន្ធកំពូលណៃប៉ាំងប៉ោះបាក់ជាប់គាត់ក៏យកចាប់ទីគាស់វិញនៅពេលដែលគាត់គាស់កាប់ទៀតដាច់ជើងកាប់ឬមួយទៀតដាច់ជើងបាញ់អាច័រក្រហមហ្នឹងមកទៀតមិនដឹងថាឈាមឬក៏ជ័រក៏បាញ់មកទៀតនៅពេលដែលគាត់គាស់ទាំងអស់ហ្នឹងចិត្តហើយណាបងបាទប្រពន្ធគាត់ស្លាប់នៅកន្លែងហ្នឹងហ្មងស្លាប់ទៅបាត់មាត់ស្មារតីហ្មងបាទស្លាប់ហើយកូនគាត់ស្លន់ស្លោនៅគេនឹងហើយខ្ញុំនៅគេនឹងអត់ទៅហៅម្ដាយគាត់គាត់ទៅហៅថាអូអីគាត់ស្លាប់នៅគេនឹងគាត់ថាអត់អីកាត់អីបានស្លាប់ចឹងខ្ញុំថាខ្ញុំមិនដឹងដែរបែរជាខ្យល់កោឬក៏កាត់អីផ្សេងចឹងណាយើងក៏មិនទៅចាប់អារម្មណ៍រឿងបញ្ហាហ្នឹងដែរបាទពេលដែលគាត់ស្លាប់ហ្នឹងគឺមិនមានជាអីណាតែធ្ងន់ធ្ងរប៉ុន្តែយើងចង្កេតឃើញថាពេលដែលគាត់ស្លាប់គឺអត់មានស្លេកស្លាំងអីទេសាច់ឈាមគឺស្រស់គាត់ធម្មតាប៉ុន្តែកវងភ្នែកគាត់នេះខ្មៅហ្មងកវងភ្នែកគាត់ខ្មៅឡើងខ្មៅគ្រាប់ភ្នែកហ្មងឡាកវងនេះពេលស្លាប់ភ្នែកហ្មងបាទដល់ពេលគាត់អត់តន់ស្លាប់គឺអីសភាពគឺធម្មតាអីទេប៉ុន្តែដល់ពេលដែលគាត់ស្លាប់គឺកវងភ្នែកនេះគឺចាប់ដើមឡើងបានខ្មៅហើយស្លាប់3យប់3ថ្ងៃតម្រាំនឹងដឹងខ្លួន3យប់3ថ្ងៃម៉ែគាត់អស់ចិត្តគាត់គ្រូមើលគ្រូគាត់ឆ្លើយថាគាត់នឹងកាប់ចំកូនគេដាច់ក្បាលហើយកូនគេនឹងមេតំបន់កន្លែងហ្នឹងហ្មងសិតតែមេធំហ្មងចាប់កូនគេដាច់ក្បាលពេលនោះប្តីគាត់តក់ស្លុតមែនទែនប្តីគាត់ចាប់ដើមអារម្មណ៍មួយនឹងណូថាអើយមកទៅកាប់ចឹងមិនថាដោយសារតែពពុះអស់ហ្នឹងគឺយើងមើលឃើញទេបាទយើងមើលឃើញតែថាគឺគាត់នៅកន្លែងណាឬក៏នៅកន្លែងនេះគឺយើងមើលឃើញទេចៃដននេះគាត់កាប់នៅកន្លែងហ្នឹងរហូតដល់កាប់ត្រូវកូនគេដាច់ក្បាលបាទពុកម្ដាយគេខឹងបងជិះធម្មតាពុកម្ដាយដូចទាំងយើងទាំងគេខឹងហើយតែបាក់ពីកូនយល់គឺខំបដៅហើយមែនទែនសាប់តែម្លងបានមួយថ្ងៃគឺប្តីគាត់ចាប់អារម្មណ៍គាត់ដឹងបងគាត់ថាអូអញ្ចឹងតើបានប្រពន្ធគាត់ស្លាប់ដោយសារតែគាត់កាប់អាគុលគុកគីហ្នឹងវាចាញ់អាចមអញរាវបាទហ្នឹងគាត់ថាអូហ្នឹងហើយដល់អាហ្នឹងហើយអញ្ចឹងគាត់ក៏ចាប់អារម្មណ៍គាត់ក៏បញ្ចូលរូបម្ដងទៀតសួរម្ដងទៀតថាចង់បានអីបាទចង់បានអីពេលនោះ
គ្រូគាត់នេះគាត់ថាពេលដែលគាត់ចូលហ្នឹងគាត់ថាអត់ចង់បានអីគាត់ចង់បានជីវិតអ្នកប្រពន្ធគាត់ហ្នឹងគាត់ចង់បានជីវិតប្រពន្ធគាត់ហ្នឹងហើយពេលនោះប្តីគាត់ស្លាប់មែនតើគាត់និយាយលេងចេញហើយគាត់ថាបើសិនជាអាចដូរបានឲ្យប្រពន្ធគាត់រស់វិញគាត់ស្លាប់វិញគាត់ស្លាប់វិញគាត់សុខចិត្តស្លាប់ជំនួសប្រពន្ធគាត់ប៉ុន្តែអត់ទេវិញ្ញាណហ្នឹងគឺគេអត់ទួលព្រមឯអ្នកណាធ្វើអ្នកហ្នឹងទទួលតែថាអ្នកណាធ្វើអ្នកហ្នឹងទទួលអញ្ចឹងប្រពន្ធគាត់ហ្នឹងអ្នកកាប់ដាច់ក្បាលអញ្ចឹងត្រូវប្រពន្ធគាត់អ្នកទទួលកិច្ចការទាំងអស់ហ្នឹងអញ្ចឹងស្បតគុកនិយាយរួមទៅយើងអាចនិយាយថាអ្នកតាសាកន្លែងអ្នកតាបាទដល់ពេលហើយគាត់ទៀមទាព្រលឹងដល់ហើយគាត់ហ្នឹងក៏សែនទៅវាយលើនិយាយគ្នាសិនអត់តាន់ដល់យកអាយុជីវិតទេសុំនិយាយគ្នាចង់បានអីសិនណាបាទហើយគាត់ហ្នឹងក៏រៀបចំណែនសែនអញ្ចឹងទៅចង់បានចេក7ឆ្នាំបាទចេក7ស្និតអញ្ចឹងយើងក៏រៀបចំចេករៀបចំក្បាលជ្រូករៀបចំមន់អីសែនអីទៅអត់ព្រមទេចង់បានអីទៀតចង់បាននេះចង់បាននោះយើងធ្វើគ្រប់ពិធីអស់ហើយណាបងបាទធ្វើគ្រប់ពិធីអស់ហើយចៃដន្យអីនៅពិធីមួយទៀតដូចជាលោកគ្រូនៅគៀនផ្ទះខ្ញុំប៉ុន្តែគាត់លើស្លាប់ហើយស្លាប់យូរដែរហើយគាត់ចេះបាទឬគាត់និយាយមួយលោកតាហ្នឹងគាត់ចេះឥឡូវចេះបើសិនជាទុកគាត់ឲ្យស្លាប់រហូតអញ្ចឹងនិយាយគ្នាអត់កើតទេអញ្ចឹងឲ្យគាត់រស់ឡើងវិញឲ្យគាត់ដឹងខ្លួនឡើងវិញបាទកន្លះម៉ោងក្រោយគាត់ក៏ដឹងខ្លួនពេលដឹងខ្លួនសេកទឹកបងសេកទឹកខ្លាំងបាទសេកទឹកផឹកទឹកឡើងចង់2លីត្រផឹកហ្មងផឹកយកហ្មងបាទគាត់សេកទឹកពេលនោះគាត់ក៏ហូបទឹកហូបអីចឹងទៅនិយាយដឹងខុសត្រូវគាត់ក៏ប្រាប់ថាចេះឯងយើងកាប់ចំកូនគេហើយបាទគេអត់ព្រមទេគេចង់យកជីវិតខ្ញុំយកទៅដើម្បីសងជាមួយនឹងឈាមកូនគេនោះចិត្តដាច់ក្បាលបាត់ទេបងកាប់ដាច់ក្បាលបាត់ហើយហ្នឹងបាទអញ្ចឹងគាត់និយាយទាំងភ័យទាំងស្លន់ស្លោអញ្ចឹងទៅហើយគ្រូគេខ្ញុំក៏គាត់និយាយគាត់ថាឥឡូវទុកពេលសិនកុំអាលនិយាយគ្នារឿងយកជីវិតទុកពេលសិនហើយចង់បានអីប្រាប់មកចង់បានអីហើយគាត់នោះក៏មិនចង់បានអីចង់បានតែជីវិតគាត់ទេចង់បានជីវិតគាត់ទេឥឡូវគ្រូនឹងគាត់និយាយទៀតគាត់ថាហើយចង់បានអីប្រាប់ទៅក៏អត់ព្រមឥឡូវគាត់សុំវិញហើយសុំទុកពេលឲ្យមួយខែឬក៏កន្លះខែពីអាទិត្យសិនចាំថ្ងៃសិលក្រោយចាំយើងនិយាយចរចាគ្នាទៀតបើអត់ព្រមគាត់ព្យាយាមជាពេលដល់ពេលរហូតដល់វិយាពេលចៃដន្យអីគាត់ទៅនោមគៀនដើមស្វាយនៅទល់មុខផ្ទះខ្ញុំហ្នឹងទៅនោមគៀនដើមស្វាយហ្នឹងគឺព្រាយចូលខ្លួនគាត់ម្ដងទៀតបាទបងស្រីហ្នឹងមែនអត់បាទបងស្រីហ្នឹងគាត់ព្រាយចូលខ្លួនហ្នឹងម្ដងទៀតនៅពេលដែលព្រាយចូលខ្លួននោះបងឯងត្រូវនេះត្រូវយើងគិតលក្ខណៈថាមិនដឹងថាព្រាយចូលឬក៏គេមកចូលបាទប៉ុន្តែគ្រូគាត់ថាព្រាយចូលនៅពេលដែលព្រាយចូលដើមស្វាយមួយដើមធំប៉ុន្តែគាត់ថាមេឃប្រពន្ធហ្នឹងគាត់ទុំអត់បាក់បាទមេឃប្រពន្ធគាត់ដៃហ្នឹងគាត់ឡើងទុំហ្នឹងអត់បាក់ណាគាត់បាក់គាត់ឡើងទុំហើយគាត់ចង់ក្បាលគាត់ហេតែមកឡងឡាគឺតែមកឡងឡាហ្មងវាមកហើយអ្នកសងអ្នកភូមិគេមើលគ្រប់គ្នាបងគេមើលគ្រប់គ្នាបងហើយខ្ញុំនេះនៅស្ទើរខ្លាចបងខ្លាចហើយមែនតើគេមើលគ្រប់គ្នាដល់ពេលហើយគ្រូហ្នឹងគាត់យកដូចជាស្អីគេគេហៅគ្រឿងស្អុយបងគ្រឿងឆ្អាបបាទគ្រឿងឆ្អាបគ្រឿងស្អុយយកមកសាបហ៎ពីដល់ពេលគាត់មកសាបអីទៅនិយាយចរចាគ្នាត្រូវទៅបានគាត់ព្រាយចេញបានមួយអាទិត្យក្រោយគាត់ចាប់ដើមលាក់ខ្លួនធូរធ្ងន់ហ្មងបាទទោះយើងអត់ត្រូវសំឡងសងជាមួយនឹងតាផងអញ្ចឹងទៅគាត់ក៏លាក់ខ្លួនឈឺធ្ងន់ចាប់ដើមពីគាត់មែនតើគឺថាអត់ព្រមអីគាត់ព្រមយើងត្រូវយកជីវិតគាត់ទៅតែមកសងជាមួយកូនប្រុសគាត់បាទនៅពេលនោះគឺពេលគាត់ឈឺតែមួយអាទិត្យទេបងចូលសតែច្បាយឲ្យឆ្អឹងណាមនុស្សតែធ្លាប់មានសាច់សតែច្បាយឲ្យឆ្អឹងទេតោះច្បាយឆ្អឹងទេបន្ទាប់មកទៀតយើងថាយើងក្មេងៗយើងមិនសូវទេដឹកដល់អីជាមួយនឹងរឿងហ្នឹងបងបានម្លប់ហើយជាម៉ោង12ជាងពេញដេកឬសលេងកងមុំគាត់ស្លាប់បាត់ផុសគាត់បាទស្លាប់បាត់ឲ្យយសពកូនគាត់គាត់ថាមិនបាច់ទៅធ្វើបុណ្យទៅអីគេទេមិនបាច់ទេគាត់នៅជាមួយលោកតាហ្នឹងហើយបាទគាត់នៅមួយលោកតាគាត់យកចិញ្ចឹមហើយសងហើយគាត់មើលថែដូចកូនគាត់អញ្ចឹងចឹងមានន័យថាអ្នកតាហ្នឹងគាត់ចង់បានជីវិតបងស្រីនឹងដូរមួយកូនគាត់បាទចង់បានអីក៏គាត់អត់ព្រមដែរបាទដូចជាយើងរកវិធីសាស្ត្រនិយាយបែបណាអង្វរគាត់អីលំទួគាត់មិនដល់ក៏គាត់អត់ព្រមដែរគាត់ចង់បានជីវិតកូនបងស្រីម្នាក់ហ្នឹងដោយសារតែគាត់នឹងអ្នកធ្វើអ្នកកាប់ចំកូនគាត់បែកក្បាលអញ្ចឹងគាត់ត្រូវតែយកជីវិតកូនគាត់ដល់ពេលដល់ហើយឲ្យយល់សពកូនគាត់ថា
bài tiệc thơ bốn này tôi gây tê còn nâng từ nơi mùi lục ta còn chăm bị tôn thai xa hay ta lục ta nó còn mưa bạo với nên hồng vọt này mê thông nên hồng vọt ta thông nên hồng vọt không kháng nó mong không kháng mong không kháng có tha mong vô mà khổ xa vô tầng ó ban đây đòi xa tay còn nó khơi tha nè nan phớ nè năng từ tu rồi ớt thử vô nè đây ớt đăng luôn ấy đi ớt đăng ấy xóm máu á bình dương tới việc xóm chẳng á chẳng nó còn vô cực tha vô nè phớ nè nắng cái tù chẳng vô tại con bông dày mình đã cặp đây các bán cứ vô con bông tay lấy nó có slap ban hai chia một phây năm chia dù đá một phây năm mà một phây năm chia lấy sau quát nó bị cho nó tù bông nè nơi không để nhom tù lắm thật nổi không mỏi cho sọt cái này nổi không mỏi những cái này những cái gì luôn mà bạn cho mấy cái này bộ chia sọp bài bộ đàn là bộ đàn chính đại lo đàm chế những cái bộ chia là ngay khang bông khum cái hai tuổi cha chẳng hạn và chú mà coi một tiền nó rư chơi nó từ cái bàn vô tranh mình đẹp không từ trước cái vô tranh bọn này nè lúc năng mò nó nắng tặng cái vô tranh đó sao cho bạn còn nơi nắng này cái vô tranh thì đó sao bây giờ vô tranh tới về nó bạc po cái tiền sáng tới cái kia trên phép bớt nhục tè kia anh nhưng từ hợp tè kia tranh nhá năng kết thúc là nắng cái cọp đây cọp ấy nên nắng đó phải chập bón là lấy hưởng chơi nó phải ngọt ấy bộ dương cặp chết ỏi nè nó sao tầm hơn tí nhưng bọn bà chẳng tới cái cài luôn cài ấy tới phải chỉ ngọt ấy phải chập bón nữa bộ nhom tư ớt khơi phong lên anh ấy bạn đá bóng kê là ngất dương lứ mưa kê ớt khơi chẳng mà tha trong tay phép bông rồi đây tha popu on đi nhưng mình ai tầm mưa khơi chẳng kia bán này bà có tia tha kia đọp nè chẳng nhưng mình ai tầm mưa khơi chẳng bong đọp nè chẳng kia đọp nè mưa khơi nhỏ thì chung cá nhom đa mũi bong bay nè chẳng khơi nhà nhom từ bong từng pin nè khơi chung cá khơi bong từng pin nè té nhom một khơi chơi về nhà nó nguyên chẳng nguyên khoai kia chẳng về từ tam re say tam lệ bà tam re say bò ta nhom quýnh con bà chơi chắc con cho cha mũi khmoi chứ bà cho cha mũi khmoi phân tay còn là hay là còn khôi bà đây còn khôi du đây bạn chẳng ấy ban là cỡ chân nưa dương cha bị đàm rồi gọi trắng ao dương muốn lần từ ti trở lại nam môi rồi có dương phơ tia rồi có phơ cách ai mùi nó cái này nè rồi dương ở thuộc sông mày bà thời giờ ở thuộc sông ở thuộc hẹp chẳng á bà bây giờ cái đây cái ấy có hẹp đây có ta phải sông thuộc sông ấy những cái lô cai pa sập pa pia đại trường ấy thứ mồi mìnhปัญหาเราไงก็ดูนึงใส่มวยกับบอลใส่กอดกับจอมกงที่ได้กระบานึงนึงเวียนจังอะไรนั่นก็นั่งแต่มีดให้บ่อะไรสมัยดับผู้มาสร้างย้อมแกให้ท่าสวายสกขมอยใบสกขมอยนั่นคือจีเนี่ยได้กบโขงดำบอลนั่งดึกเมย์ดำบอลดึกอะไรอย่างเงี้ยดึกเกมมือจำมือยืนเยี่ยมสันสกเยี่ยมจังไงดำเมย์ดำบอลดึกเมย์พุ่งเมย์คมเยอะbà anh cái hai tha chụp vài sọc môi như ai bờ tam bài bọt dừng dậy máu anh là cái nào ta đôi đại đam dùng mà đi dùng một bà đấy bà thử ở kia tha bọn slap chẳng riêng thử bị chung chung một từ chẳng á anh đang tam dẹt đây nên bây giờ con cho hụt ông xây nè hay cái bao sừng nuôi sùa trong bàn ấy sùa hai con nó pe về miền pe ta cả làm màu thì nhưng sùa chẳng được pe ông còn sùa tới cả tha nó sẽ vài sọt môi mấy từ và đặt đằng những nó sẽ vài sọt môi kia nè thay sáng nó đầm bón nó mỏng gì đúng về mặt ở đây muốn ta kia nè mưa thay cao có thời và cục khổ nên là nghe sẽ vài sọt môi hắn cứ bây giờ bón cứ lớn nó chật ra nhom thì nó không sao nhom thì ti tăng năng hay ti tăng năng cứ nhom tầm bộ chia xong mày muốn đại hai tha đôi chia thò chọc sành thu bong ôm về mặt có flop cười không tiktok nhom máy hay có flop thường nhom facebook đá nhàn phô nó cứ nó lại nằm bón game mong thọt chọc sành thục sài này mong mình tập bóng cứ nhom mà tam phân tới mình thấy thọ đi bàn tay kia nhưng mà nhà tết khơi với thằng bong sành thục trên vùng nướng nhóm con ót ní đây ót ơi chào rom này đọc về hái nhưng mà lăng mơ du tức là tranh máu bay nhẹ bong ta chạy đón ấy con tầm sai chỗ này vô món cháo từ sáng nó bong thuộc hệ đào tránh sinh sạp đặc khơi mong đi nhom nhạc khơi món khơi mình ai đọc pe nhom slang mua du tức bay nhé nhom chặt đam tên cầm ra nhom thọt chọp được rồi năng ngay bong nhom thọt ban khơi bong chạy lên nơi tiktok rồi Facebook chân tới
តែតងនឹងកន្លែងដែលយើងបូជាសពដូចជានៅក្បែរដើមឈើអីចឹងណាព្រោះនៅធម្មតាដើមឈើតែមានអរូបឬក៏អីមួយនៅកាន់អីចឹងណាតើបាញ់តើធ្លាប់ជួបរឿងអីគេខ្លះដែរបងតាមបទពិសោធន៍ខ្ញុំអាហ្នឹងតាខ្ញុំក៏ធ្លាប់ប្រាប់ដែរគាត់ថាពពួកអស់នេះវាច្រើនគឺនៅដើមឈើធំធំបាទហើយដំណំគាត់គឺមិនឲ្យធ្វើគៀកជាប់ដើមឈើធំធំទេវាច្រើនពួកហ្នឹងវានៅបើសិនជាយើងធ្វើគៀកជាប់ដើមឈើឬក៏យើងកាប់មែកកាប់អីចេញអាហ្នឹងវាប៉ះពាល់ដល់មែនយើងវាច្រើនពពួកព្រាយបិសាចពពួកមរៀងកងវិលវាចូលចិត្តភ្លើងមែនពពួកអស់នេះគឺវាចូលចិត្តភ្លើងមែនណាព្រោះអីភ្លើងមែនធម្មតាអាដូចពីវាជាក្មេងអញ្ចឹងពេលតែឃើញភ្លើងឃើញអីវាចូលចិត្តលេងហើយអញ្ចឹងវាចូលចិត្តវិចិត្រមែកឈើឬក៏តោងមែកឈើយល់ឬក៏ដៃប៉ះប៉ុន្តែគាត់ថាវាមិនប៉ះមែនទេអត់ទេប៉ះមែនទេប៉ុន្តែមកឈោងដល់មកដៃប៉ះអញ្ចឹងទៅអាហ្នឹងខ្ញុំធ្លាប់មួយពាក់ព័ន្ធជាមួយនឹងការបូជាសពហ្នឹងគឺនៅខាងស្រុកខ្ញុំដែរវាជារឿងរ៉ាវមួយដែលមិនគួរជឿប៉ុន្តែសម្រាប់ខ្ញុំគឺជាបទពិសោធន៍ផ្ទាល់តែម្ដងគ្នាខ្ញុំម្នាក់គាត់ឡើងទៅកាប់មែកឈើហ្នឹងបានទៅកាប់មែកឈើគាត់មិនបានសុំទេហើយមែកឈើនេះគឺដើមច័ន្ទគិរីដើមតំបន់ខ្លះហើយដើមច័ន្ទគិរីតំបន់ខ្លះទៀតហៅដើមព្រលទឹកបារាំងអញ្ចឹងបាទដើមព្រលទឹកបារាំងហើយដើមច័ន្ទរៃអីយ៉ាងនេះបាទមានតាមតំបន់ហៅអញ្ចឹងទេគាត់ទៅកាប់ដើមហ្នឹងគាត់អត់សុំទេហើយនៅកន្លែងដើមហ្នឹងគឺមានខ្ទមអ្នកតាមួយគាត់ឡើងពីមហៀងមិនឡើងចំមកខ្ទមអ្នកតាទេគាត់ឡើងពីមហៀងខ្ទមអ្នកតាហ្នឹងពីខ້ອຍខ្ទមអ្នកតាហ្នឹងឡើងទៅដល់គាត់កាប់ដើមមេឃដូចកាប់អីចប់ហើយរៀបចំមែនធ្វើអញ្ចឹងណាចេះដល់អីពេលដែលយើងធ្វើសែងកពូមានទៅអត់មានខ្យល់ទេធ្លាក់កពូមានបាក់តែម្ដងធ្លាក់មកបាក់ហើយពេលដែលយើងលើកឡើងហ្នឹងខ្យល់អត់មានទេហើយធម្មតាកម្លាំងយើងគឺយើងពេញបបកម្លាំងសត្វមានធំហើយលើកពូមានធម្មតាធ្វើតែ4នាក់លើកឡើងយើងធូរហើយគាត់ដែលមានទៅចឹងទេចាដល់អីវាទៅកាប់ម៉ៃឈើហ្នឹងទៅដល់ពេលលើកពូមានឡើងបាក់ធ្លាក់មកហើយយើងអត់បានដាក់កពូទេយើងលើកតរៀបទៅលើទៀតយប់ឡើងនៅពេលបូជាចន្លោះម៉ោង11យប់បូជាហើយតែម៉ោង11យប់ខ្ញុំម្នាក់នៅក្នុងមេនហ្នឹងវាដេកមើលពីចន្លោះក្នុងមេនទៅចេះធម្មតាវាមានក្តារអាមេនហ្នឹងយើងដេកមើលទៅវាឃើញតែគេតោកយល់ក្រហមពីក្បន់ណាយកដៃម្ខាងចេះបងយកយើងលេងយកដៃម្ខាងយល់ទៅហើយវាប្រាប់ខ្ញុំថាបងខ្ញុំឃើញគេយល់ទៅកន្លែងដើមច័ន្ទគិរីដើមព្រលទឹកបារាំងដើមព្រលទឹកបារាំងថាហើយថ្ងៃមិនមានកាប់សុំគេអត់គេថាអត់មានខ្ញុំមកសុំហ្មងខ្ញុំឡើងទៅកាប់យកហ្មងដើមបុណ្យគេថាសុំហើយបើថាសុំហើយមិនឃើញធូបដុតនៅគេហ្នឹងអត់អញ្ចឹងឯងខុសហើយខុសធ្ងន់ឯងអញ្ចឹងហូតទៅសុំធូបដុតនៅគេហ្នឹងសុំកម្មាទូកម្មាអីអញ្ចឹងណាហើយវាក៏ដុតទុកទៅអត់ព្រមទេមកខ្លះដំទីក្បាលចុះក្រោមយើងឡើងដើមឈើយើងឡើងដើមលើប៉ុន្តែនៅពេលវាចុះវិញវាមិនចុះតាមគូតមកមុនណាវាដំទីចុះក្រោមចេះបាទដំទីចុះក្រោមដំរូបភាពគឺដំទីចុះក្រោមអញ្ចឹងវាមានទេមួយត្រឡប់ចិត្តឈឹងហើយខ្ញុំក៏ឃើញដែរយល់ពេលហ្នឹងគឺឃើញរបៀបរូបភាពដូចវាអញ្ចឹងប៉ុន្តែគ្រាន់ថាមានតូចមានធំស្បើចុះមកហ្មងក្រោមបាទពពួកមរៀងកងវាលបងហើយពពួកមរៀងកងវាលនេះឯងបើយើងនិយាយឲ្យចំហ្មងគឺក៏មានបាក់ពួកគេបងគេមានបាក់ពួកគេហ្នឹងគឺមានមេក្មេងនៅចាំមើលយើងបាទទៅថាភ្លើងវានៅកន្លែងនោះអញ្ចឹងអស់គ្នាគេមកក្រុមគេមកឲ្យ 4-5 នាក់គេមកអញ្ចឹងណាគេមកលេងបល័យលេងផ្កាលេងអីអញ្ចឹងណាលេងដេញគ្នាលេងអីអញ្ចឹងវាឲ្យយើងឃើញហើយប៉ុន្តែចំណែកមេក្មេងគេមួយមេក្មេងគេនៅចាំអង្គុយចាំមើលយាមការនេះណាហ្មងអត់ទីថាដឹងថាយើងឃើញហើយគេប្រាប់ហើយបាទគេប្រាប់ឲ្យចេញមីកន្លែងហ្នឹងមានមនុស្សលោកឃើញហើយអញ្ចឹងចន្លោះពេលហ្នឹងមេក្មេងចាប់ដើរមករ៉ាត់ហ្នឹងទៅអស់លេងហ្មងដើរប្រាប់អស់អញ្ចឹងគេថាពពួកអស់នេះពួកមរៀងកងវាលនេះគេហៅថាពពួកថែរក្សាវងសัตว์ដំរីសัตว์ធំអញ្ចឹងណាតាមព្រៃតាមអីចឹងទៅអត់ធ្វើអីយើងដល់វងវែងស្មារតីអត់លងបន្លាចយើងដល់រូបភាពអាក្រក់គាត់ទេគាត់ថាគាត់មកលេងធម្មតាដូចក្មេងយើងធម្មតាអញ្ចឹងណាតែចូលចិត្តលេងវាច្រើនខ្ញុំបូជាដាច់ស្យាដាច់អីហ្នឹងគឺចូលចិត្តលេងព្រឹងមែនឃើញតែញឹកទេមកលេងបាទមកលេងធម្មតាតែមានអីរូបភាពអីដល់អើយបន្លាចយើងឲ្យខ្លាចឲ្យបាក់ស្អាតអត់ទេអញ្ចឹងមានន័យថាមកលេងមកបន្លែងគ្នាលេងគ្នាមកបន្លែងគ្នាលេងញងញ៉ាំងញងសើចសុបាយសើចញងញ៉ាំងញងចាក់កលិគ្នាសើចអាខ្លះវាយគ្នាយំហ្នឹងទៅប៉ុន្តែរូបភាពមួយដែលធ្វើឲ្យខ្ញុំខ្លាចគឺ
រៀងគង្វាលបែបវាលេងគ្នាគាត់អាចជាគាត់ខឹងគាត់អីចឹងណាវាបំលែងរូបនោះអត់មានក្បាលមកបំលែងរូបហ្នឹងអត់មានក្បាលលេងឡើងនេះគាត់ហ្នឹងហើយខ្ញុំឃើញធម្មតាសមអស់ហើយបងអើយអត់ខ្លាចទេបាទវាឃើញវាដាស់យើងហៅបងរៀងគង្វាលលេងហើយជួនកាលវាមកចឹងជំនាញមានខ្ញុំស្រីនាងមានស្រីហ្នឹងលេងមួយចឹងទៅមានការមានអីលេងមួយគ្នាហ្មងអត់ធ្វើឲ្យយើងខ្លាចអត់បានហើយពពួកនេះវាថែរក្សាយើងទេនៅពេលដែលមានរឿងអីផ្សេងមួយវាមានសលេងអីប្រាប់កូនក្មេងយំនឹងឲ្យស្រាប់បងឲ្យមិនភ្លៀងឲ្យខ្យល់ហើយប្រាប់យើងហ្មងហើយជាពិសេសគឺជំនាញមានខ្ញុំគាត់ចូលចិត្តលេងជាមួយនឹងរៀងគង្វាលបាទហើយវាច្រើនពពួកអស់នេះវាច្រើននៅវាខ្សែនៅដាច់ស្រយាលឬទៀតថាបើជាឆ្ងាយពីផ្ទះបុន1គីឡូដីឬក៏5 600ម៉ែត្រពីផ្ទះបុនអញ្ចឹងទៅបាទចាប់ដើមមកលេងហើយយើងឃើញchứថាយើងមិនទៅធ្វើអីទេអត់ទេជួនកាលយើងអង្គុយមើលអញ្ចឹងទៅមកហើយមកយូរអីបងបាទមកយូរទេមកតែមកភ្លេកឯងមកអញ្ចឹងក៏មកហត់លេងហ្នឹងប្រហែលជា5នាទីឬក៏10នាទីទៅវិញមានធ្វើអីយើងខ្លាចឲ្យយើងអត់ទេស្រួលហ្មងវិញគង្វាលហើយជំនាញមានខ្ញុំពេលច្រើនគឺខ្ញុំដឹងហ្មងបើសិនជាធំក្លិនផ្កាម្លិះឬក៏ផ្កាចាប៉ាគឺមកហើយចុះធម្មតាយើងបូជាសពមានផ្កាចាប៉ាណាបងបាទមានផ្កាចាប៉ាណាមានវាខ្សែហើយផ្កាម្លិះមកអំណាធម្មតាបើសុំរូបថតផ្កាគេក៏អត់ដាក់ផ្កាម្លិះហ្នឹងដែរអត់ប្រើទេអាសុំថតផ្កាយើងសពហ្នឹងគេប្រើហ្នឹងប៉ុន្តែគឺពេលដែលយើងបូជាបូអីយ៉ាងទៅមានមេឃមានខ្យល់មានភ្លៀងយ៉ាងទៅចាប់តាមធំក្លិនហ្នឹងមកឲ្យសញ្ញាថាជំនាញមាននៅនេះហើយជំនាញល្អនៅនេះជុំចាស់ធំក្លិនកាមួយពងនៅពេញមេហ្នឹងមកហើយមានតែធំតែម្នាក់ណាទាំងអស់គ្នាហើយដើរមើលកាលនេះអត់មានទេមកស្ទុយក្រោយប្រហែលទៅជាការចាប៉ាក្លិនការចាប៉ាយើងក៏អុបឈ្ងុយហ្មងអុបនៅពេញមេហ្នឹងហ្មងព្រោះតែថាធ្វើឲ្យយើងកក់ក្ដៅបាទអត់ខ្លាចអត់អីចឹងបាទជាស្ដីបងខ្ញុំឆ្ងល់កន្លែងនេះមួយជំនាញមែនមួយជំនាញឡគាត់ពីរហ្នឹងផ្សេងគ្នាបងផ្សេងគ្នាបាទផ្សេងគ្នាប៉ុន្តែយើងនិយាយពីកាត់តែមួយទេបាទតែជំនាញមែនគាត់ថែរក្សាខាងជើងកោះខាងកពូមែនខាងអីចឹងទៅរៀបចំឡើងមែនតែខាងជំនាញឡរៀបចំខាងបូជាសពគាត់ផ្នែកខាងបូជាសពគឺសពណាតែមិនស្រួលសពណាកាចអីគាត់ពឹងគាត់ហើយខ្ញុំគាត់ប៉ុន្តែកំមមានណាសពនិយាយរួមទៅតែគាត់ស្លាប់ទៅហើយបាទបើយើងនិយាយចំហ្មងហៅថាពពួកវិញ្ញាណផ្សេងបាទវិញ្ញាណផ្សេងហ្នឹងគឺគេថាវិញ្ញាណអមនុស្សអសូរកាយពេលដែលយើងដើរប៉ះវាគឺយើងព្រួយស្វល់ហើយពីខ្ញុំជាដើមតែពេលដែលយើងប៉ះដើរប៉ះអញ្ចឹងជួនកាលមកហៀងខ្លួនខ្ញុំព្រួយស្វល់បាទព្រួយស្វល់នេះបងធ្លាប់តែមួយថ្ងៃណាមួយនឹងធ្លាប់ហើយធ្លាប់ដើរប៉ះហើយមកហៀងខ្លួនព្រួយស្វល់អាហ្នឹងដឹងថាប៉ះគេហើយប៉ះអាហ្នឹងវានិយាយរួមទៅមិនធ្វើឲ្យយើងខ្លាចតែគ្រាន់តែយើងដឹងថាមានដឹងថាតំបន់ហ្នឹងគឺមានអញ្ចឹងបាទតែខ្ញុំធ្លាប់ដើរបងពេលខ្លះពលក្បាលពេលខ្លះតិចតែខ្នងអីចឹងណាបាទហ្នឹងអាព្រឹសអង្ខ្នងព្រឹសអង្ក្បាលហ្នឹងបានមានបើអង្ការហ្នឹងគឺខ្ញុំរៀនក្រែខ្ញុំធ្លាប់រៀនក្រែខ្ញុំធ្លាប់សម្បត្តិចំគេបងដើរតាមផ្លូវជួយយើងចេញពីរៀនម៉ោង6 8 2ម៉ោងបងចេញមកពី8មកយើងដើរតាមកាត់វត្តភេរវាហ្នឹងតាមដើមពោហ្នឹងហើយយើងមិនទៅប៉ងប្រាថ្នាអីទៅចិត្តអាក្រក់អីយើងទៅស្ដោះដាក់គេទេយើងនេះស្ដាស់សាយយើងបដាសាយវាឡើងស្លេះហោះអញ្ចឹងយើងក៏ស្អាប់ដោះទៅបាទចំប៉ក់ខ្ញោកចំខ្ញោកហ្មងគឺរាល់មករៀងខ្លួនអូស្ដោះចំគេហើយពោតដើរលឿនអញ្ចឹងអត់តន់ដល់ផ្ទះហើយនៅក្នុងវត្តហ៎បងបាទនៅក្នុងវត្តអញ្ចឹងបាក់ដែរប៉ុន្តែយើងមិនមានចេតនាណាមួយទៅស្ដោះគេទេព្រោះថាតែយើងមើលឃើញហើយមួយទៀតវាឡើងស្លេះខ្លាំងអញ្ចឹងយើងស្ដោះទៅចំគាត់អញ្ចឹងណាបងយើងអាចចេតនាថាយើងមើលគេអត់ឃើញដែរវាពិបាកត្រង់ហ្នឹងយើងមើលគេអត់ឃើញតែគេមើលយើងឃើញបាទហ្នឹងទៅមិនថាធ្វើមែនធ្វើអីវិញប្រយ័ត្នប្រយែងបងពួកយើងមិនមើលសិតតែមើលកន្លែងណាតាមិនធម្មតាណាបើយើងធ្វើចំកន្លែងធ្លាប់កោះសពក៏ពិបាកដែរអត់ថាទៅទួលលើអីទួលនឹងកោះសពពិបាកហ្មងបាក់តថាអាគេទៅកោះហើយយើងទៅធ្វើមានរឿងហ្នឹងវាពិបាកធ្វើវាអត់ស៊ីជម្រៅគ្នាទេអត់ចោះសម្រងជាមួយនឹងពួកអ្នកមាននេះឯងពីមួយយើងជួបច្រើនណា2 3រោងណាអត់តែធ្វើចំហ្នឹងគឺឆ្លោះគ្នាហ្មងឆ្លោះគ្នាហើយបូជាសពក៏តាំងដែរបងតាំងអត់ងាយសុះអស់ទេអងាំងើហ្នឹងអាហ្នឹងយើងលើទួលដែរគេកោះហើយអាហ្នឹងជំរាបថាពួកមានខ្ញុំទេប៉ុន្តែខាងក្រុមបងគាត់ជាអ្នកដើមមានផ្សេងអាហ្នឹងគឺយើងអត់ដឹងដែរអាហ្នឹងខាងបច្ចេកទេសគាត់ឬក៏មិនអាហ្នឹងរសារគាត់ចោះបាត់មិនសតផ្សេងបាទផ្សេងគ្នាអញ្ចឹងនេះរឿងកន្លងមកគឺយើងនិយាយតែចំពោះតែក្រុមមេនខ្ញុំអញ្ចឹងណាបើតាមពិតទៅក្រុមមេនហើយ
មានបងខ្លះគាត់ឆាតមកខ្ញុំដែរតាមផេកធំខ្ញុំអាចារ្យគ្រប់ហ្នឹងគាត់ឆាតមកខ្ញុំដែរគាត់ជួបលងដែរតាបាទគាត់ជួបលងដែរប៉ុន្តែគាត់ថាគាត់អត់ទៅហ៊ាននិយាយពួកអស់នេះខ្លាចគាត់ថាលងគាត់ខ្លាំងដែរតាមានអត់មកលងដែរតាប៉ុន្តែគាត់ថាគាត់មិននិយាយទេហើយបងខ្លះគាត់គាត់ថាហេអញបូជាយូរអញតែជួបហ្មងហប់មកអញតែជួបតែហែងមិនអញ្ចឹងណាបងហ្នឹងអាហ្នឹងវាពិបាកដែរអាហ្នឹងអាស្រ័យលើបងនិស្ស័យជាមួយនឹងពពួកអស់នោះបើបងមាននិស្ស័យឬក៏អាចថានិយាយឲ្យចំហ្មងកញ្ចៅខ្មោចលងចាស់ដឹងកញ្ចៅខ្មោចលងហើយកញ្ចៅខ្មោចលងនេះឯងចេញពីអញ្ចាប់ផ្ទះគឺលងហ្មងចេញផុតពីអញ្ចាប់ផ្ទះគឺលងហ្មងអាហ្នឹងដូចអ៊ំខ្ញុំហ្នឹងគាត់ទៅហ៊ានជាងចាស់គាត់ជាទៅហ៊ានជាងចាស់ម្នាក់ហើយមិត្តភក្តិគាត់ទៅហ៊ានដូចគ្នាទៅហ៊ាននោះគឺបើន័យថាគាត់កងសំណុំគាត់មានកងសំណុំសង្វាកងសំណុំកងសំណុំនោះគាត់រៀបគ្រូខ្លាំងទៀតកងសំណុំគាត់ខ្លាំងគ្រូគាត់ក៏រៀបខ្លាំងដែរបាទដល់ពេលនោះមេឃភ្លៀងមេឃអីហ្នឹងមានពេកភ្លៀងម្ដងគាត់តែប្រាប់ឲ្យខ្ញុំថាកុំឲ្យនៅចិត្តគាត់ខ្លាចផ្ទះបាញ់ត្រូវគាត់ពួកអត់ត្រូវគាត់មិត្តភក្តិគាត់ដែលមានកងសំណុំទេបាទហើយបើពេលដែលផ្ទះបាញ់មកគឺផ្លាត់ត្រូវអ៊ំខ្ញុំណោះអញ្ចឹងពេលដែលមេឃភ្លៀងម្ដងគាត់ប្រាប់ថាម៉ានឯងហើយតែឆ្ងាយពីអញយ៉ាងហោចមកក៏បាន50ម៉ែត្រឬក៏30ម៉ែត្រដែរអញ្ចឹងកុំឲ្យផ្លាត់ផ្ទះបាញ់ផ្លាត់ត្រូវព្រោះពេលដែលផ្ទះបាញ់ទៅអត់ត្រូវគាត់ទេនោះដែលមានសំណុំសបាងាយទេបងក៏ភ្លើងបាញ់ក៏ងាយត្រូវដែរគឺត្រូវក៏អត់មុតដែរបាទអញ្ចឹងមានតែស្នាមអលួតតិចតិចបាទហ្នឹងគេថាសបាសំណុំសបាខ្លាំងដែរខ្លាំងបងខ្លាំងបើមកអីបើថាសង្វាសំណុំបញ្ចុះវិញអត់បូជាបញ្ចុះវិញស្បែកហ្នឹងអត់លួយវានៅហឹបនៅជាប់សាច់ហ្នឹងអាសាច់អស់ហើយប៉ុន្តែគាត់នៅស្បែកឡងកាត់នៅជាប់សាច់ហើយសាក់នៅស្អាតចានៅគិនផ្ទះខ្ញុំគឺកោះមានស្វាសំណុំបាទនៅទាំងអស់នេះស្អាតនេះស្អាតចាស់តាំងពលពតណោះដល់ឥឡូវបាទដល់ឥឡូវគេគាត់ស្អាតស្អាតដែលហឹងធុងគាត់សាក់ច្រើនសុទ្ធតែយន់កងសំណុំតែយន់បើថាបូជាវិញក៏ងាយឆេះដែរបងបាទងាយឆេះដែរតែឆេះក៏បាក់ដែរហើយគាត់បញ្ចុះអញ្ចឹងជើងដៃគាត់តាំងពីកជើងរហូតមកដល់លើនៅស្អាតប៉ុន្តែគាត់ថាលភាពសភាពសពហ្នឹងគឺស្វិតជាប់សរសៃជាប់ស្បែកមកស្បែកឆ្អឹងបាទស្បែកឆ្អឹងឯងប៉ុន្តែគាត់ថាសភាពសពគឺនៅស្នាមសក់នៅស្អាតចាស់អាលីក្បាលសក់អស់ហើយប៉ុន្តែគាត់ថានៅឆ្ងាស់ហ្នឹងនៅមានសក់មានអីហ្នឹងពេលកងសំណុំគាត់អត់បូជាគាត់នៅបញ្ចុះខ្ញុំជឿបងជឿលើសំណុំសវាដោយសារប៉ាម៉ាក់ខ្ញុំគាត់សំណុំសវាបាទដូចជាម៉ាក់ខ្ញុំកងសំណុំបាទដល់ពេលបងស្រីខ្ញុំសំណុំសវាពាត់ឈៀងពាត់ឈៀងហ្នឹងពាត់កសងខាងចេះបងពាត់កហើយទៅសងខាងចេះវាខ្វែងពាត់ឈៀងអាសវាសំណុំពាត់ឈៀងនេះគឺចេញពីទងសុកគឺវាពាត់រុំខ្លួនយើងបាទពាត់រុំខ្លួនហើយមកដល់កមុខយើងទៅជាមុខម៉ាក់ខ្ញុំថាពេលដែលបងខ្ញុំកើតមកហ្នឹងដកហែកចេញពីស្រោមមកពាត់កវាពាត់កចេះវាចេញពីនេះមកវាពាត់កហើយវាខ្វែងទៅចេះវិញចុះលើសវាសំណុំហ្នឹងតើណាបាត់ទេអត់ដឹងទេបងដូចជាម៉ាក់ញ៉ាំបានទុកទេនៅភូមិខ្ញុំមួយគាត់មានសង្វាសំណុំហ្នឹងបងបាទគាត់មានសង្វាសំណុំហ្នឹងសង្វាសំណុំនេះឯងបើសិនជាម្ដាយគាត់យកអាសង្វាសំណុំហ្នឹងយកទៅហាលក្រៀមហើយយកទៅអាំងឲ្យបញ្ចុកកូនឲ្យបបបញ្ចុកឲ្យគាត់ហូបសង្វាសំណុំគាត់ហ្នឹងប្រសិទ្ធភាពគឺខ្លាំងមែនតើកម្លាំងគឺខ្លាំងបើន័យថាគ្រូគាត់កាន់ខ្លាំងមែនតើបើយើងរៀបចំមកទៅយើងដឹងថាកងសំណុំគាត់ជាធម្មតាចាស់នៅពេលដែលកូនកើតមកសំណុំគាត់តែងតែរកគ្រូកូនមើលហើយតើសំណុំនឹងល្អឬអាក្រក់អញ្ចឹងបើសិនជាសំណុំនឹងល្អអញ្ចឹងគេទុកសំណុំនឹងដល់ឡែកហើយគេចាប់ដើមរកគ្រូអីអញ្ចឹងទៅយើងទុកសំណុំនឹងហាលថ្ងៃឲ្យស្ងួតប៉ុន្តែនៅភូមិខ្ញុំនោះសំណុំដែលហាលថ្ងៃហ្នឹងនៅក្រៅស្ងួតចាស់ដូចត្រីអាំងដូចត្រីងៀតអញ្ចឹងប៉ុន្តែដល់ពេលដែលយកចូលវិញស្ងៀមយកចូលវិញហើយសើមភាពដូចជាសៃពងទាកូនអញ្ចឹងហ្មងសៃបាទប៉ុន្តែបើយើងយកហាលមួយថ្ងៃយើងឈួតក្រៀមឈួតទាំងស្រាលហ្មងប៉ុន្តែនៅពេលដែលយើងយកចូលតែចូលម្លប់វិញគឺវាប្រែហ្មងប្រែទៅស្រស់បាទទៅជាស្រស់មានតែសៃឈាមសៃអីអញ្ចឹងណាអាហ្នឹងសំណុំគាត់គឺខ្លាំងហើយខ្លាំងមែនតើហើយបើសិនជាយើងហូបអាសំណុំរបស់ខ្លួនឯងហ្នឹងទៀតបាទនិយាយរត់ធីបាទដែលគុណភាពគឺខ្លាំងមែនតើបងអញ្ចឹងតើយើងរៀបគ្រូសំណុំខ្សោយរៀបគ្រូខ្សោយអញ្ចឹងទៅរៀបតាមបើសិនជាសំណុំយើងខ្លាំងយើងរៀបខ្លាំងអញ្ចឹងណាតាមប្រភេទកងសំណុំអញ្ចឹងទៅកងសំណុំអាហ្នឹងបើយើងនិយាយចប់ថាទៅហ៊ានពីយើង
thể hiện bị đám chả bị đám quạt sờ bố ông em quạt lom giấy cái ta sờ bố miền tiếng ảo giòn miền tiếngกระทาមានទាំងสนมគូកាន់គូកំណើគាត់គូបជាគាត់កាន់ហ្មងស្ទិនខ្លាំងគាត់និយាយគាត់ថាពេលច្បាំងវិញឲ្យគាត់នឹងដាច់ដោយឡែកពីគ្នាយ៉ាងណាអត់ឲ្យនៅចិត្តគ្នាបាទប្រាប់គាត់សំណុំបាទប្រាប់គាត់សំណុំអញ្ចឹងក៏ប្រាប់នឹងឲ្យកំណើចិត្តអញកងសំណុំអញ្ចឹងខ្លាច់បាញ់មកមិនចូលឲ្យគាត់ប្រាប់មកយើងវិញយ៉ាងបាញ់ទៅអញ្ចឹងបងអញ្ចឹងពេលដែលគាត់ច្បាំងគាត់ប្រាប់ឲ្យគាត់ថាហើយទៅបាំងហ្នឹងទៅនេះអញទៅខាងនេះវិញឈោជើងផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យយើងផ្លាត់ត្រូវគ្នាទេអញបើប្រាប់មកអញ្ចឹងណាខ្ញុំពីរនាក់គាត់ទៅហ៊ាននឹងពីរនាក់ប៉ុន្តែឥឡូវគាត់ឈប់ធ្វើហើយគាត់ចាស់ហើយបាទគាត់ចាស់អញ្ចឹងចុះបកទៅការបូជាសពវិញដែលបងធ្លាប់ប៉ះកងសំណុំហ្នឹងបងរយៈពេលដែលយូរបំផុតហ្នឹងគឺប្រហែលម៉ោងដែរបងរយៈពេលដែលយូរបំផុតហ្នឹងរយៈពេល17ម៉ោងបង17ម៉ោងតាំងពីម៉ោង7យប់រហូតដល់ម៉ោង12ថ្ងៃត្រង់ហ្នឹងខ្លាំងបងខ្លាំងកងសំណុំមេហើយគាត់គ្រូដូចជាហូបសង្វាខ្លួនឯងផងហើយគាត់រៀបគ្រូគាត់ខ្លាំងហងហើយមួយទៀតគាត់មានសាក់យន់សាក់អីបញ្ចូលគ្រូចូលអីចឹងណាបាទអញ្ចឹងទៅធ្វើឲ្យយើងបាក់បូជាបងអើយនិយាយត្រង់ហ្មងបូជាគាត់ណាអូខ្លាំងកន្លះឡូអូដាក់ទៅឆេះតអូសាច់អត់ឆេះទេហើយសក់ក៏អត់ឆេះដែរសក់គាត់អត់ឆេះទេសក់ដល់ទៅវារៀងរួញលោប៉ុន្តែអត់ឆេះទេនៅស្អាតទេនៅស្អាតហ្មងហើយសម្បីតែស្នាមសាក់ក៏នៅតែឃើញដែរក្នុងសំណុំគាត់តែដល់នេះម៉ែគាត់យកសមាសំណុំដែលគាត់រៀបហ្នឹងបញ្ចូលជាមួយគ្នាទៅហើយយើងលាយសំជាមួយនឹងយើងដែរតកូនតេកផងគ្រឿងខែតផងតគុំព្រំចារីផងបាយសីផងហើយអាផេះជាក្រានបាយយើងច្បុកពងមាត់នោះប្រមោមកអស់បងអើយម៉ូតអស់បាទមកលាយសំចូលនេះអស់តែចុងក្រោយដូចចាញ់តែបលិចចាក់ផេះបាទដល់ពេលដាក់បលិចចាក់ផេះទៅសោះបាទដល់ណាចេះដល់ណាទៅកូនគាត់ថាចេះបងឡើយបើថាបូជាអត់ទេបងឯងឈប់ត្រឹមហ្នឹងហ្មងទៅហើយយកគាត់បញ្ចូលវិញទៅបូជាថាអត់ទេបងខ្ញុំអាចធ្វើបានប៉ុន្តែគាត់ថាបងអត់មានឆ្អឹងហើខ្ញុំអាចធ្វើបានតែអត់មានឆ្អឹងហើបើសិនជាមានឆ្អឹងហើហ្នឹងយើងប្រើធម្មតាណាប៉ុន្តែបើយើងអាភេទអត់ឆ្អឹងហើហ្នឹងគឺយើងបល័យខ្លាំងហើយហ្នឹងបាទបើសិនជាគ្រូខ្លាំងអាចនឹងឡងមកយើងឈាមច្រមុះបាទចឹងមេវគ្គចុងបញ្ចប់ហ្នឹងបាទដាក់ទៅគឺសោះអស់សោះលេងហើយកូនចៅក៏ប្រាប់ដែរថាបើបងឯងបូជាឆេះទេយកគាត់បញ្ចុះក៏បានដែរអត់អីទេបងអញ្ចឹងខ្ញុំទទួលក៏ត្រូវខាងហ្នឹងហើយអញ្ចឹងយើងត្រូវធ្វើចប់ចុងចប់ដើមអញ្ចឹងណាបាទអ្នកណាទៅបូជាគាត់ពាក់កណ្ដាលហើយហត់ចោលអញ្ចឹងដូចវាសមរម្យទេទោះបីយើងយកលុយគេពេញថ្លៃឬក៏មិនពេញថ្លៃដល់យើងពេញតបកិច្ចយើងឲ្យបានល្អអញ្ចឹងណាបាទបងខ្ញុំចង់សួរតើតើនឹងដូចខ្មោចដែលចងកខ្មោចគ្រោះថ្នាក់ចរាចរណ៍ហ្នឹងតើកាត់ដុតហ្នឹងពិបាកឬក៏មិនដែរខុសប្លែកពីខ្មោចដែលស្លាប់តាមធម្មតាអញ្ចឹងតាមពិតទៅវាខុសប្លែកតង់ថាស្លាប់ធម្មតាអត់កក់ឈាមទេបងបាទអត់កក់ឈាមទេតែបើយើងស្លាប់បែបគ្រោះថ្នាក់ចរាចរណ៍បែបចងកបែបអត្តឃាតអីផ្សេងអាហ្នឹងគឺវាកក់ឈាមបាទកក់ឈាមអញ្ចឹងយើងពេលដែលយើងបូជាព្រាមគឺឈាមវានៅជាប់រស័យនៅជាប់អីអញ្ចឹងទៅវានៅសដូចសើមនេះទឹកសើមអញ្ចឹងបងវាឆេះដែរប៉ុន្តែគាត់ថាវាមិនសូវជាឆេះខ្លាំងដូចសពយើងធម្មតាទេសពធម្មតាតែពេលស្លាប់ទៅគាត់ឆ្លាងឲ្យអស់សូវមានឈាមទេបងអត់សូវមានឈាមអញ្ចឹងវាឆេះលឿនតាមជាលឿនតែពេលយើងក៏សពដែលចងកឬក៏គ្រោះថ្នាក់ចរាចរណ៍ប្រភេទអត្តឃាតអីហ្នឹងអាហ្នឹងគឺពិបាកបូជាត្រង់ថាពួកគាត់វានៅយើងសោះបាទនៅសោះយ៉ាងទៅយើងពិបាកបូជាតែអាស្រ័យយើងបច្ចេកទេសយើងដែរបាទរៀបអូសតិចរៀបអូសច្រើនអញ្ចឹងទៅរៀបអូសច្រើនទៅអង្គវាលឿនណាប៉ុន្តែគាត់ថាអាហ្នឹងដូចខ្ញុំនិយាយខាងដើមនៅសពវានៅសោះវាអត់ងាយទេអាហ្នឹងដូចវានៅសើមដូចនៅសើមអញ្ចឹងអូខេតែខ្ញុំមានចងល់មួយទៀតបងខ្ញុំធ្លាប់ឮគេថាសពមៀតធំសពធំអីគេថាស្រួលបូជាជាងបងមែនទេមែនហ្នឹងបូជាខ្លាញ់ច្រើនបងដូចបងទៅ3ម៉ោងក្រោយពីមកតិចខំយើតែស៊ីផុយម៉ោងដូចបងនោះអីពីទឹកអីហ្នឹងអត់ទេគាត់អត់ទេច្រើន5ម៉ោងលេងបើយើងយកសកត់មែនតើ13ម៉ោង
តែមកតាមដំណើរអញ្ចឹង បាទចុះតាមរឿងបងភាគច្រើនគឺបូជាយប់ បាទ មិន បូ បាន ជា បើគេទៅភាគច្រើនបូជាយប់វិញ អាហ្នឹងយើងតាមតំបន់ខ្លះក៏គេបូជាថ្ងៃដូចជាភ្នំពេញជាដើមគេបូជាថ្ងៃតែបង បាទ បូជាថ្ងៃបូជាពេលព្រឹកខាងភ្នំពេញចឹងណាបើយប់យើងប៉ះពាល់ផ្សែងថ្ងៃវាអត់សូវប៉ះពាល់ទេ បាទ ដោយសារតែយើងនៅធ្វើចរាចរណ៍ចុះឡើងប្រឡប់ជាមួយផ្សែងឡានផ្សែងម៉ូតូទៅវាមិនសូវជាប៉ះពាល់ណាស់ណា បាទ តែតាមសុកខ្សែអត់បូជាថ្ងៃអាកាសទេ បាទ ចឹងទៅចាំយប់វាស្ងាត់ល្អបូជាទៅនឹងវាអញ្ចឹងវាយើងបែងចែកដាច់ទៅសុកខ្សែផ្សេងភ្នំពេញផ្សេង បាទ បាទ គឺបងតែខ្ញុំមានចងល់មួយទៀតបងនេះខ្ញុំជាស្រ័យផងពេលដែលបងរៀបមេនរៀបអីអាចបាយដែលបតៈបតោគ្នាដោយសារជំនាញអីអត់ឬក៏គាត់ដែលឲ្យហេតុអីអត់ មានតែបងមានជាទូទៅយើងធ្វើមានជួនកាលយើងស្នើទៅដើមប៉ុនដើមអីហ្នឹងសុំពឹកការគាត់មុនចឹងណាដើម្បីយើងដុតសែនបាយនៅពឹកការ បាទ ជួនកាលដើមប៉ុនណាគាត់រៀបចំទុកឲ្យយើងចឹងទៅហើយទៅយើងក៏ដុតហើយទៅហើយដើមប៉ុនខ្លះទៀតក៏គាត់រវល់កិច្ចការងារផ្សេងនៅក្នុងកម្មវិធីប៉ុនហ្នឹងក៏គាត់អត់តរៀបចំឲ្យយើងដោយសារតែរវល់ចឹងវាយូរទៅដល់ពេលយើងជិះទលាមត្រឡប់ឧទាហរណ៍ថាប្រពៃនេះមានតែយើងដុតម៉ោង11គឺម៉ោង11ចឹងទៅបាទបើយើងដុតម៉ោង7គឺម៉ោង7ទៅបើយើងដុតថ្ងៃអាសៀលម៉ោង2គឺម៉ោង2ទៅប៉ុន្តែត្រឡប់មានពួកខ្ញុំគឺដុតមុនហើយ បាទ គឺក៏តឡើងមានហើយនិយាយទូទៅគឺតឡើងមានហើយម៉ោង11 12ចឹងគឺយើងចាប់ដើមដុតអាសែនថ្វាយពូកាហើយបើតអត់ទេថាចេះអត់ទេថាសពហ្នឹងគឺយើងធ្វើមានតឡើងមានម៉ោងបណ្ដប់ថ្ងៃត្រង់អញ្ចឹងវាថ្ងៃបាទហើយរហូតដល់ពេលល្ងាចពេលយប់អញ្ចឹងហ្នឹងយើងដុតពេលយប់វិញអញ្ចឹងទៅហ្នឹងតាមបរិបទដែលយើងត្រូវតឡើងមានម៉ោងដែរ បាទពេលខ្លះយើងត្រូវតឡើងយប់ពេលខ្លះយើងត្រូវតឡើងថ្ងៃពេលខ្លះយើងត្រូវតឡើងព្រឹកអញ្ចឹងណាយើងដុតតាមពេលវេលាហ្នឹងដែរយើងមិនអាចថាប្រកាន់ចំមានត្រូវតែដុតពេលហ្នឹងទៀងរហូតចុះប៉ះថ្ងៃណាមួយយើងចេញពេលយប់ទៅអញ្ចឹងវាខុសម៉ោងគ្នាអញ្ចឹងយើងមិនអាចកំណត់ចឹងបានទេ បាទ បងចុះសពដែលដុតថ្ងៃអង្គារបើតាមឮពីដើមមកថ្ងៃអង្គារគឺគេអត់ឲ្យបូជាទេចុះបងដែលធ្លាប់ប៉ះថ្ងៃអញ្ចឹងអត់ ប៉ះបងប៉ះប៉ុន្តែចំណុចថងនេះខ្ញុំសូមបកស្រាយហ្មងទៅដោយសារតែនៅកន្លែងនេះដោយសារតែនៅតំបន់ខ្លះគេនៅកាន់ប្រពៃណីបុរាណ បាទ អញ្ចឹងបុរាណហ្នឹងគឺគេហៅថាបូជាឆ្លងថ្ងៃគេនៅចាំឆ្លងថ្ងៃសិនថ្ងៃល្អចូលថ្ងៃពុធអញ្ចឹងទៅបានគេបូជាដោយសារតែប្រពៃទន្មានទម្លាប់គេគេថាបូជាឆ្លងថ្ងៃអញ្ចឹងរកស៊ីមានបានអញ្ចឹងណាហើយមួយទៀតខាងទន្មានទម្លាប់ចាស់បុរាណមួយទៀតគឺបូជាថ្ងៃអង្គារខ្មោចរឹងហ្នឹងគឺបូជាងាយឆេះ បាទងាយឆេះប៉ុន្តែជាទូទៅគឺនៅមានតំបន់ខ្លះកាន់បុរាណតំបន់ខ្លះទៀតគេលែងកាន់ប្រកាន់រឿងថ្ងៃអង្គារពីមុនមកគឺថ្ងៃអង្គារថ្ងៃសៅរ៍ហើយនិងថ្ងៃសិល3ថ្ងៃហ្នឹងគេនៅប្រកាន់ប៉ុន្តែឥឡូវគេលែងគេនៅតែប្រកាន់ថ្ងៃអង្គារមួយទេបាទតំបន់ខ្លះក៏នៅកាន់ថ្ងៃសិលដែរបាទនៅប្រកាន់ថ្ងៃសិលតំបន់ខ្លះទៀតក៏នៅប្រកាន់ថ្ងៃអង្គារប៉ុន្តែពាក្យច្រើនគេឥឡូវដូចជាអត់សូវប្រកាន់ដែរបងបាទច្រើនតាមគ្នាដែរខាងនោះគេបូជាថ្ងៃអង្គារដែរទៅដល់ពេលមានអវល់ក្រោយទៀតបូជាថ្ងៃអង្គារតគ្នាទៅតែតំបន់ខ្លះអត់បានទេត្រូវតែឆ្លងថ្ងៃឆ្លងថ្ងៃហ្មងប៉ុន្តែលក្ខខណ្ឌហ្នឹងគឺយើងមិនអាចថាអូខាងនេះខុសតែខាងនេះត្រូវដែរបានទេដោយសារតែតំបន់រៀងខ្លួនចឹងបាទតាមជំនឿបាទតាមជំនឿរៀងខ្លួនបងដោយសារខ្ញុំធ្លាប់ឮចាស់ថាពីមុនណាគាត់បូជានៅតាមវាស្រែអីអត់មានឡអត់មានមេនទេគាត់បូជាអ្នកខ្លះគេថាដាក់ដើមជែកអ្នកខ្លះថាដាក់អុសដាក់អីចឹងបងតែតសៃគេថាមានតសៃទាញមិនយកបងអូហ្នឹងមានមែនបងមានមែនបែបបទបុរាណពីដើមឡើយគឺគេបូជាជីកដីខ្លះបូជាយើងជីកទៅតឹងវា80ចឹងទៅបណ្ដោយក៏1.9 ម៉ែត្រឬក៏2 ម៉ែត្រតាមសភាពសពវែងឬក៏ខ្លីចឹងទៅហ្នឹងហើយពេលគេបូជានោះគឺពីដើមគេដុតខ្ជុំគេដាក់ខ្ជុំគេដាក់អស់ពីច្រើនគុលនេះគុលធំចេះច្រើនដាក់គុលធំហើយដុតហ្នឹងគឺដុតផ្កាប់គេដុតផ្កាទេដុតផ្កាលោតឡើងដុតផ្កាស្ងក់ឡើងលោតរបៀបមិនទៅបងលោតឡើងអង្គុយបងជួនកាលឡើងអង្គុយជួនកាលលោតទៅផ្អៀងមកចេះកលាច់មកចឹងទៅជួនកាលអង្គុយអាឆេះថ្មិញស្ញាញ់ទៅចឹងទៅហើយពីមុនគឺវាច្រើនគេដុតយប់គេបូជាយប់ចាប់ពីម៉ោង5ទៅរហូតចឹងទៅតែបច្ចុប្បន្នឥឡូវក៏គេនៅកាន់ប្រពៃណីហ្នឹងដែរបងគេនៅតាមបុរាណដូចជាព្រៃវែង
phải vénประมาณngày muốn nhâm khơi nha ta cái buổi chia bài bồ đàn nó tìm vui bồ đàn khác hà lo đàm chê bà bồ đàn khác chết chị tới bồ đàn khác chết cái phá cầm nấu ô cái đã cầm nấu ô hiệp ô chẳng thấy cái đàm chu về lỡ hay buổi chia vô lệ thằng tèm đòn anh đang cứ nơ miền phải chập bòn lại cứ nơ miền bay khang đi chia phải vén nhá phải vén được miền đây lọc khơi trong từ buổi chia nơi ở khang đang đái tại lọc khơi và sọp được kiên kia đóเป็นชื่ออะไรแต่โอ้นั่นมีโบราณได้มีใบโบราณได้โดยซายมทลบลือกีตาร์แบบโบเชียงานั้นสับนั้นอาจหนึ่งแต่ใส่ตีนได้กดนี่ฮะเป็นได้โหลดtớiโหลดมาทางโหลดเนี่ยมาทางกุยใช่ไหมบ่คำมดคำมันเงือกกับเมียนในบ่มดคำเงือกเรื่องกับเมียนนะแต่บ่ยังโบเชียกับตั้งแจ่เกดับเวทเกโบเชียเกจับsọp nó vào cho cặp cho khổ mấy cái đã cột ô vì lừa tay cột nó cứ vô thòng một phía một này cho cột ô vì thốn đó bà nên thua khơi nơi kiến te nhau muối cái đã cột ô vì lừa mà cái đã cột ô vì lừa đặc biệt vì tiền nhất cao vậy cao buồn làng lừa ón ngược cả thì buộc cặp được quát nó khủ và đá liết khủ và đá lắm giòn tinh tùng văn đặt tranh cồn tê phèn say bà cồn tê phèn say mất tịch ta trong nứaตระกูลเตยไอ้นึงคลั่งปากกายแมนเต้นมองดูซาผู้ยมอัดได้ดังคลั่งบองคลั่งตระกูลเตยยิมจะสมตุแต่ขู่ไอ้กอดนี้อาจจะใส่พองแล้วซาตาตระกูลเตยนี่บ่ยืนใหญ่จ่ากอดใหญ่ต่อគ្នាមកបើសិនជាអ្នកកាន់កងសំណុំកាន់គ្រូកាន់អីហ្នឹងដាក់តកូនតេកលើក្បាលហ្នឹងគឺសាបគ្រូបាទសាបគ្រូសាបហើយបើមិនសាបទេអាចជាផាយជាធ្ងន់ក្បាលឬក៏ឈឺក្បាលហ្នឹងខ្ញុំធ្លាប់ឬចាស់គាត់ដំណើរមកអញ្ចឹងណានេះដំណើរតាមចាស់ទេបើសិនខុសត្រូវអីអាហ្នឹងចាស់គាត់និយាយមកអញ្ចឹងយើងនិយាយតាមគាត់ណាបាទតែថាមានដើមរាំងសាបដើមអីទៀតបងអូរាំងសាបផ្សេងទេបងរាំងសាបអាហ្នឹងគឺយើងប្រចាំធ្វើអីផ្សេងទេបាទបងមុនហ្នឹងខ្ញុំសួរបងថាដោយសារសពមៀតធំមៀតអីណាចុះសម្រាប់សពកូនក្មេងវិញបងយើងធ្វើបែបម៉េចវិញទៅសពកូនក្មេងយើងអត់ដាក់អូស្មើនឹងមនុស្សធំបានទេដោយសារតែស្អឹងក្មេងខ្ចីងាយនឹងសោះអញ្ចឹងទៅយើងដាក់ប្រើបរិមាណត្រឹម5 6 7ដុំអញ្ចឹងណាតាមអូតាមតូចធំដែរតែពេលយើងដុតទៅបូជាទៅពេលដែលឆេះដៃឆេះជើងមានឆ្អឹងមានអីហើយយើងកាយអាចឆ្អឹងដៃឆ្អឹងជើងចេញទុកដល់ឡែកកុំឲ្យវាប៉ះជាមួយនឹងភ្លើងឆេះសអស់អញ្ចឹងហើយយើងចាប់ដើមបូជាបន្តទៀតតែយើងត្រូវមើលដែរតើឆ្អឹងណាត្រូវដាក់កោតបានឆ្អឹងណាត្រូវអត់ដាក់កោតបានដូចជាលាក្បាលឬក៏ឆ្អឹងជនីឬក៏ឆ្អឹងដៃឆ្អឹងជើងឆ្អឹងខ្មងអីយើងអាចលេខទុកឲ្យគេមកឡែកដោយមួយដុំសិនហើយក្រៅហ្នឹងយើងអាចចាប់ការឬក៏បូជាតាមបច្ចេកទេសរបស់យើងអញ្ចឹងតទៀតអញ្ចឹងទៅតែសម្រាប់អស់ទំហំប៉ុណ្ណាដែលបងបើតាមស្តង់ដារដែលបងដាក់រដងស្តង់ដារនិយាយរួមទៅប៉ិនកដៃមេជើងក៏ដាក់បានដែរបងដាក់បានដែរព្រោះខ្ញុំទីទូទៅខ្ញុំប្រើអាប៉ិនកដៃអាប៉ិនមេជើងហ្នឹងប្រើមុខឡហើយមេភ្លើងប្រកាត់ព្រោះអាហ្នឹងតូចវាងាយនឹងឆេះបាទអញ្ចឹងយើងប្រើអាហ្នឹងជួនកាលខ្ញុំដាក់អាហ្នឹងមកបាច់អញ្ចឹងទៅជួនកាលបាក់4 10ដុំអញ្ចឹងទៅហើយទៅមកយើងដាក់គល់ប៉ុណ្ណឹងក៏មានដែរគល់ប៉ុណ្ណឹងយើងដាក់ឲ្យតែមានឲ្យតែដាក់មកចម្រុះជាមួយនឹងឡយើងអញ្ចឹងណាបើយើងអាចដាក់ធំយ៉ាងហ្នឹងបានដាក់បានដែរពួកអីយើងប្រមាបូជាវាអស់ធំពេកបាទពេលអស់ធំពេកពេលខ្លះវាអាចនឹងសោះសពហើយតែអស់អត់ទាន់អស់មែនទេបាទបច្ចុប្បន្នឥឡូវគេជឿនលឿនណាបងឥឡូវគេប្រើឡអគ្គិសនីហ្នឹងខ្សែភ្លើងបងឡខ្សែភ្លើងឡអគ្គិសនីយើងដាក់ចូលតែ5 10នាទីបានឆ្អឹងហើយលឿនបងឡអគ្គិសនីឡខ្សែភ្លើងឡឥឡូវមានតាមវត្តមួយដែរបងភ្នំពេញក៏មានដែរឥឡូវគេប្រើឡនឹងលឿនប៉ុន្តែបើយើងតាមស្រុកខ្សែគឺប្រើមេននេះបងប្រើមេនឬក៏ដូចខ្ញុំនិយាយយ៉ាងចាស់បុរាណគាត់ច្រើនជីកដីឬក៏កាប់ដើមចេកធ្វើឡធ្វើអីចឹងណាបាទគេបងហើយតាមរយៈសាច់រឿងដែលបងរៀបរាប់មកច្រើនដែរអញ្ចឹងយើងមុននឹងបញ្ចប់ចង់សួរបងបញ្ជាក់ចុងក្រោយតិចថាតាបងធ្លាប់ដឹងថាបងជាធ្លាប់មានអាជីពជាអ្នកជាងកាត់សក់អញ្ចឹងចុះហេតុអីបានជាមកចំណាប់អារម្មណ៍ចូលខាងដុតខ្មោចវិញនិយាយរួមទៅអាជីពកាត់សក់ហើយបូជាសពឆ្លាញ់ស្មើគ្នាប៉ុន្តែអ្វីដែលខ្ញុំឆ្លងឆ្លងកាត់គឺបូជាសពឆ្លងកាត់មុនកាត់សក់បាទបូជាសពនិយាយរួមមើលប្រពន្ធខ្ញុំគាត់ហាមបងប្អូនខ្ញុំគាត់ហាមដែរមកឲ្យបូជាធ្វើម៉េចយើងឆ្លាញ់ខាងហ្នឹងបងឆ្លាញ់ខាងហ្នឹងចូលចិត្តខាងហ្នឹងហើយទោះចង់កាត់
cắt đá thấy cái là tròn quanh ban này cắt đá cái là tròn quanh ban này chẳng chẳng nói tôi cho bọn ôi tàu miên nào cái bố chi này ná chạm đam từ mưa kia rồi miền đông tăng năng mò mong vào chơi chất tăng bị tôi rồi bà tăng bị tôi ôi tàu miền ấy ná kia te nó chạm đam từ mưa kia việc xe thơ tầm mây dung cho chất mưa ấy cái đột ấy hai nó còn khai đấy thôi ớt mưa cho lang là hồi đó ngày muối miền này kiến te kìm làng giống nó hay dừng có pin cầm lăng pin ấy đá phần ta còn nào hiện sư vì mình pin bàn pin lên tây bọn xong kia thật là xong kia thưa chẳng từ vừa là hồ đó từ ban mà dạ khối có chụp xong cái chụp á chụp tới bàn là từ mà dạ khối ní từ miệng đào quỳnh lò quỳnh chẳng tay tại bây giờ anh gì anh tha chỉ sai vậy chẳng tụi quay ta đòn ná còn này ta chụp này ta làm này cả đá gì anh tha mán cho nam hay bông kịch đấy chán bông chán cho nam bông chân chỉ sọp cho một bọn sọp ấy mình cho một bọn phải chán tăng với miền Khmer nhìn cha miền gì đúng nó cục vây chẳng ngọ còn ngay pi khúc của bộ chia này còn bộ chia đây còn ngay pi khúc gì đúng bộ chia tầng óc muốn shop tầng bộ chia tầng màu ma đi rồi cả năng ca nhâm nó tôi rồi ta tại dương sờ lạnh pi bà dương sờ lạnh khang nắng dương ạ nó tôi như khai tay bọn khai chẳng tới dương toàn pin lắng chẳng dương ngọc được bà chẳng được pi thấy mà đo té chỉ anh đã đây á sky rồi có chạp ấy ngọt ấy nó dương có một mẫu đặc đột đã ấy mà hiệp trong phơi đứng bên miền tây chẳng năng này mùi đại nhung sờ lạnh tăng bị tôi mà chẳng cái thật đóng bạc đồng đâu đó lấy start trong này start trong này nha chị về lại từ chia lô ở cha lục đồng niên kê cho một là bảy mai để bong phone score cái lô ở cha lục và phần tăng miên ngày nay rồi sao tại mình play cầm thì cho bộ cứ tục lưới về cầu năng nghịch và tục lưới về cầu nghịch còn chơi nhầm từ miền ngày này thì ở côn đai ở côn bóng Attica là bàn chơi bóng gia đình là ở chia là từ bóng từ ở kia không cả nghe là bàn chơi bắt đầu cái gì nhưng mà ô đông ngày này chị gái nó xem mía bao nhiêu là tất cả chỉ làm mà dùng chị gái ở côn bóng cho này pe về liền mà và tao bất tới mình ngay thường nó là chất riêng trong màu tao đòn na của bạn này là chất riêng trong màu hay là mỗi tiết trong một ly và sạp trên đài năng này bông xin mời dưỡng bố bông bạn tên chó chán ban ngày nó ban tên mà lại đó là đây bông em cô tôi ban tên cô tôi phối nhưng máu phèm to mấy thằng bông máu phèm to bàn tay còn thà dương mau miền vô liền nó bình linh tê được dừng đi xa đấy rồi nhưng miền vô cho mùi bong là thằng chạy đây bầm sao trên tay năng ngay về mặt đôi đại đằng sau hai thang cầm tiền bảo dưỡng tại tại này nòm một nơi tôi sẽ này tiếp tất cả rục thay chỉ này ai mà làm bài chạy chôn bóng ôn tôi từng ở cái tôi sẽ chỉ sẽ bóng ôn cầm ca này đây còn chúng ta có thưa ca có đã sẽ đạp năng là bay thưa ca nhưng ở miền tây lún á chúng ta chỉ ca pin cho chất mình nè riêng luôn chẳng áហើយកម្មវិធីរបស់យើងគឺបង្កើតឡើងសម្រាប់តែការកម្សាន្តតែប៉ុណ្ណោះហើយរាល់ពាក្យពេចន៍ឬក៏កាយវិការត្រង់ណាដែលឆ្កំឆ្គងក៏សូមកាន់តែអបិទបងដែរពីពួកយើងទាំងអស់គ្នា Rise Theater បាទអរគុណបងចាស់ភ្លុកដែរបាទអរគុណបងដែលបានចំណាយពេលវេលាមកចែករំលែកពិសោធន៍មួយនេះបាទអរគុណបងបាទបងមុននឹងបញ្ចប់កម្មវិធីរបស់យើងតើបងមានពាក្យពេចន៍អីដែលបងចង់និយាយទៅកាន់ទស្សនិកជនរបស់យើងនៅមុននឹងបញ្ចប់កម្មវិធីមានបងមានអរគុណច្រើនសម្រាប់ការទស្សនាអវត្តមានអស់លោកអ្នកបងប្អូនដែលកំពុងតែទស្សនានេះបានផ្ដល់ជាតម្លៃឲ្យពួកខ្ញុំក្រុមការងារពួកខ្ញុំទាំងអស់គ្នាដែរហើយខ្ញុំបាទអាចារ្យព្រោះសូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសេចក្តីចម្រើនរកស៊ីមានបានទាំងអស់គ្នាផងដែរបាទ